បាទអរគុណច្រើនក្រុមការងារចម្រៀងបាញ់មិញស៊ីសង្វាក់គ្នាជាមួយនឹងប្រធានបទរបស់យើងប្រធានបទរបស់យើងគឺប្រធានបទទី1គោលជំហរស្នេហាជាតិរបស់ត្រកូលហ៊ុនប្រធានបទទី2ឆ្លើយតបការបំភុំផលគ្មានការពិតរបស់ក្រុមពីលជ្រុលនិយមរត់ចោលស្រុកអាសោនឹងស៊ីចឹងយើងជជែកគ្នាលេងបន្តិចបាទដែលយើងបានរស់ក្រោមដំបូលសន្តិភាពតាំងពី79រហូតមកទល់បច្ចុប្បន្ននេះយើងបានឃើញអ្វីខ្លះដោយឡែកបងវនិតបានចេញទៅក្រៅប្រទេសបាទមករយៈដោយឡែកលោកវិជ័យហើយនឹងខ្ញុំបានរស់រៀនមានជីវិតតាំងពី79រហូតមកមិនដែលឃើញសម្ដេចលោកប្រមាថការទៀនពីរឿងស្លាប់អ្នកនេះស្លាប់អ្នកនោះវាលឺសូរចេញតែពីក្បត់ជាតិតពូជតំរងស៊ីវាបដិទ្ធរឿងមិនចេះចប់បដិទ្ធរឿងតាំងពីសម្ដេចធិបតីហ៊ុនម៉ាណែតជាកូនយួនលេដឹកថយតោះតែខ្លួនវានឹងយួននោះម៉ែវានឹងឈ្មោះអិនអែមមកយួននឹងវាមិនគិតផងឲ្យវាសំសារីក្បត់ជាតិនឹងវាមិនគិតផងដោយឡែកសម្ដេចតេជោហ៊ុនសែនតាំងពី1978ហើយបានចូលមករំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរដែលនៅសេសសល់ពីការកាប់សម្លាប់បល័យពូជសាសន៍របស់បងប៉ុលពតនឹង79យើងបានរំដោះទាំងស្រុងរួចអស់ពីរណ្ដៅមរណៈរបស់បល័យពូជសាសន៍ប៉ុលពតរហូតបន្តមកទៀតដោយមហិច្ឆតារបស់មនបល័យពូជសាសន៍ប៉ុលពតវាចេះតែចង់ត្រឡប់មកដឹកនាំប្រទេសវិញកម្ពុជាប្រជាធិបតេយ្យរបស់វាចឹងបានខ្ញុំលើកទៅពីប្រជាធិបតេយ្យនឹងថាស្អប់ហើយនឹងស្អប់ពីព្រោះស្អប់នឹងស្អប់ដេញដែលរបបបល័យពូជសាសន៍នឹងវាដាក់ឈ្មោះប្រទេសយើងនឹងកម្ពុជាប្រជាធិបតេយ្យកម្ពុជាប្រជាធិបតេយ្យសម្រាប់មនុស្សទាំងបងប្អូនខ្ញុំឪពុកម្ដាយខ្ញុំវិជ័យនោះក៏មានបងប្អូនស្លាប់ដោយសាររបបបល័យពូជសាសន៍ហើយលោកនាតនោះក៏មាននៅសល់បងប្អូនមីងបៀក៏ស្លាប់ដោយសាររបបបល័យពូជសាសន៍អញ្ចឹងធ្វើឲ្យខ្ញុំស្អប់ពាក្យកម្ពុជាប្រជាធិបតេយ្យស្អប់ប្រជាធិបតេយ្យហ្នឹងចូលមកដល់ក្បត់ជាតិសំរងស៊ីហ្នឹងអួតតែពីរឿងប្រជាធិបតេយ្យប៉ុន្តែប្រជាធិបតេយ្យសំរងស៊ីប្រជាធិបតេយ្យ8ក្បាលស្អីវាប្រជាធិបតេយ្យចំដណ្ដើមអំណាចផ្លូវកាត់ដូចជាថ្ងៃ18សីហា2024អីចឹង21សីហា2024ឥឡូវចលនាផ្ការីកបកាច់យកស្អីផ្ការីកហើយហ្នឹងផ្កាវផោមត្រូវតែថ្ងៃហ្នឹងលួយបាត់តកៅចោះហើយចលនាឯងចលនារាប់មិនអស់អញទួម3ក្បាលសំនឹងស៊ីបន្តិចមើលថ្ងៃណាឯងបានណែធ្វើនយោបាយអ្នកសម្ដេចតេជោតែប្រហែលជា3សតវត្សអីទៀតហើយឈ្នះនេះមើលទៅ3សតវត្សអីទៀតអញ្ចឹងលោកវណ្ណិតមានស្អីនឹងនិយាយទេអំពីរឿងស្នេហាជាតិរបស់តកូលហ៊ុនហ្នឹងបានជាខ្ញុំដាក់តកូលហ៊ុនហ្នឹងពីព្រោះពួកពីលជ្រុលនិយមហ្នឹងវាមិនមែនលេងតែសម្ដេចធិបតីហ៊ុនម៉ាណែតណាវាលេងឯងប៉ាវទាំងអស់មកតកូលហ៊ុន
Chẳng trong năm người ta tá ta cô hôn năm bàn thưa vay khá đầm bayไปเชียร์กัมพูชีเยอะส่งเชื่อลูกวันนี้ បាទបងជំរាបសួរបងហើយនឹងក្មួយពិជ័យនិងបងប្អូនយើងដែលកំពុងទស្សនាបងដាក់នៅក្នុងប្រធានបទទី1គោលជំហរស្នេហាជាតិរបស់តកូលហ៊ុនយើងមុននឹងចាប់ផ្ដើមយើងនិយាយលេងសើចថាលេងក៏បានសើចក៏បានហើយក៏មានចិត្តស្រងេះស្រងោចពីព្រោះដូចជាខ្វះនៅយុទ្ធធម៌ជូនតកូលហ៊ុននេះព្រោះយើងបានដឹងថាតកូលហ៊ុនចាប់ផ្ដើមមុនគេគឺសម្ដេចតេជោដែលបាត់ទាំងភ្នែករបួសនឹងប្រមាណដងរំមបានដកខ្លួនចេញពីការរាតត្បាតរបស់អ្នកណាពីមុនមកនោះសម្រាប់សម្ដេចនរោត្តមសីហនុយើងធ្វើឲ្យមានសង្គ្រាមរាំងជលរហូតទៅដល់ចូលទៅក្នុងវិទ្យាគឺបរិច្ចាគនោះបរិច្ចាគហើយបងបានដាក់ថាតើតកូលហ៊ុននោះស្នេហាជាតិប៉ុន្មានខ្ញុំគ្រប់គ្រងពីព្រោះដែលឡើងមកវិញកាលណាយើងជជែកគ្នានេះដោយសារយើង2នាក់3នាក់នៅក្នុងបន្ទប់នេះ2នាក់យើងនៅស្គាល់សហរដ្ឋអាមេរិកយើងរស់នៅក្រៅហើយខ្ញុំខ្លួនឯងផ្ទាល់នៅស្រុកបារាំងក៏20ឆ្នាំជាងយើងឃើញយើងយកការពិសោធន៍របស់អ្នកដឹកនាំហើយតើអ្នកដឹកនាំប្រទេសដទៃទៀតដែលអ្នករបស់ចិត្ត3ចំនួនចេះតែចង់ប្រដូចតកូលហ៊ុននោះទៅប្រទេសគេដទៃទៀតនោះដូចគ្នាឬអត់ពីព្រោះខ្ញុំដូចខ្ញុំតាមអញ្ចឹងនៅស្រុកបារាំងប្រទេសច្រើនណាស់ដែលនៅក្រោមអតីតអាណានិគមបារាំងនោះនៅស្រុកប្រទេសខ្មៅជាដើមណាគឺគេធ្វើកិច្ចការជូនប្រជាជាតិគេប៉ុន្តែដែលហៅថាមនុស្សជាតិមកសន្ទុះគិតទៅដល់ប្រយោជន៍ផ្ទាល់ខ្លួនធំជាងជាតិខ្លួនឯងហើយគឺថាគេថាពុករលួយថាបូមធ្វើស្រែលើខ្នងរាសដើម្បីឲ្យអ្នកដឹកនាំខ្លួនឯងនោះទៅជាបំពន់យកតែឲ្យគ្រួសាររបស់ខ្លួនឯងនោះធំធាត់មានបានមានកិច្ចការរត់ចោលស្រុកដោយសំរងស៊ីនេះអត់មានខុសប្រហែលទេពូជគាត់ឪពុកគាត់ក៏មិនដែលបានជាប់នៅក្នុងស្រុកខ្មែរដែរហើយខ្លួនគាត់ផ្ទាល់មកផ្លេតដាក់មេប្រូចហើយនឹងយើងចង់ដឹងថាបើសិនជាគាត់ធ្វើឲ្យសន្សំលុយពួកគេដឹងគ្រប់គ្នានៅពេលគាត់ធ្វើគាត់លក់កន្លែងទៅតំណាងរាស្ត្រលក់កន្លែងនាយករដ្ឋមន្ត្រីលក់កន្លែងចវាយឃុំចវាយខេត្តលក់ទាំងអស់គិញគយឲ្យតែចង់ធ្វើការជាមួយគាត់គឺលក់ព្រោះហ្នឹងបាទខ្ញុំធ្លាប់បាននិយាយថាគណៈប្រជាជនដាច់ដៃដាច់ជើងបងក៏ធ្លាប់បានរួមចំណែកដែរច្បាំងការពារជាមួយខ្មែរក្រហមចេញពីវិលពិឃាតមកយើងបន្តច្បាំងជាមួយតទៀតអ្នកស្នេហាជាតិដទៃទៀតនោះនៅទីណាតាំងពីលោកតាសឿនសានឡើងសម្ដេចនរោត្តមសីហនុដល់រណរិទ្ធសំរងស៊ីទាំងអស់អត់មានអ្នកណានៅទេដាច់ដៃដាច់ជើងខំការពារហើយដល់ពេលគេមើលថាស្រួលបោះដៃចូលលក់កន្លែងដើម្បីទៅជា millionaire សំរងស៊ីហើយមកស្ទុះដាក់មេប្រុចពួកខ្លួនឯងហើយបានចោតទៅពូជហ៊ុននេះតកូលហ៊ុននេះថាធ្វើដូចគេនោះហើយធ្វើដូចខ្លួនឯងធ្វើដូចប្រទេសដទៃទៀតដែលនៅក្រោមអាណានិគមបារាំងពីដើមនោះពិសេសស្រុកខ្មៅហ្នឹងគឺថាបូមធ្វើអ្វីទាំងអស់ការពារឲ្យប្រយោជន៍តែគ្រួសារខ្លួនឯងដល់ពេលមានកិច្ចការវិច្ចប្រវត្តិរត់ចេញដូចស្រុកយើងពីដើមក៏ធ្លាប់ដូចឆ្នោះដែរតាំងពីគ្រួសាររំចនីលុនណុលអីក៏ដោយតើយើងធ្លាប់ឮទេមានអ្នកណាខ្លះនៅហ្នឹងវិច្ចប្រវត្តិចេញរត់ចេញទាំងអស់រាំងស៊ីក៏ដូចគ្នាប៉ុន្តែដោយសារបងដាក់នៅក្នុងប្រធានបទទី1នេះថាតើគោលចំហតកូលហ៊ុនយ៉ាងម៉េចឧទាហរណ៍ច្បាស់លាស់សម្ដេចហ៊ុនសែនចៅគាត់ប្រហែល22យើងដឹងហើយមានចៅមួយនោះកើតនៅសហរដ្ឋអាមេរិកសញ្ជាតិអាមេរិកាំងដោយស្វ័យប្រវត្តិយើងបានឮទេខ្ញុំរំលឹកបងយកអានឹងមកដាក់យើងនិយាយទៅលោកសុំឲ្យឪពុករបស់កូននោះដឹងមួយណាទេខ្ញុំវាមិនបានតាមម្ចាស់ច្បាប់តែខ្ញុំឮសូរក្នុងសន្ទរកថារបស់សម្ដេចតេជោលោកសុំឲ្យចៅនោះនឹកថាឲ្យបាត់សញ្ជាតិតែយើងរាល់គ្នានេះអូចង់ចេញពីស្រុកខ្មែរឲ្យតែធ្វើមិនបានហ្គ្រីនខាតឬមួយសញ្ជាតិអាមេរិកាំងយើងសប្បាយណាស់ផុតពីស្រុកខ្មែរប៉ុន្តែសម្ដេចតេជោបញ្ច្រាស់គេទាំងអស់សុំឲ្យចៅលោកនោះបាត់សញ្ជាតិអាមេរិកាំងទៅ
កុំឲ្យវាជាពាក់ជាពិនមានន័យថាម៉េចមានន័យថាតើអ្នកដឹកនាំនេះរៀបចំខ្លួនដើម្បីរត់ចេញពីស្រុកខ្មែរបន្ទាប់ពីយកលុយទៅដាក់ពេញធនាគារពេញអង្គពេញអាងរបស់ខ្លួនឯងដូចសាមរង្ស៊ីចោតឬអត់ដូចឲ្យពុកសាមរង្ស៊ីធ្វើឬអត់ដូចអ្នកដទៃទៀតធ្វើនៅប្រទេសក្រៅអាណានិគមអតីតអាណានិគមបារាំងនោះដែរឬអត់តែជួសែនគឺធ្វើខុសគេហើយគឺដែលបងដាក់នៅក្នុងហ្នឹងឯងខ្ញុំគាត់តែនិយាយប៉ុណ្ណឹងយើងអាចដឹងបានហើយថាតើស្លាប់រស់ខំស្មៅនៅក្នុងស្រុកយើងអត់ចេញដាច់ខាតចៅមួយមានសេចក្ដីអាមេរិកក៏សុំឲ្យគេដកអាមេរិកចេញដែរដែលយើងគ្រប់គ្នានេះដែលទោះជាយ៉ាងណាក៏ដោយយើងនឹកថាស្រុកខ្មែរវាយ៉ាងម៉េចបើថាអ្នកដែលគិតប្រយោជន៍ខ្លួនឯងខ្លាំងដូចសាមរង្ស៊ីដែលមកផ្លេតនឹងដាក់មេប្រុចចេញពីស្រុកខ្មែរនេះគឺច្បាស់ជាតើសេចក្តីស្នាមជាតិរបស់ខ្លួនឯងនោះការប្រុងប្រៀបរៀបចំការពីបន្ទោសខ្លួនឯងនោះដូចត្រកូលហ៊ុនឬអត់តែឥឡូវនេះយើងឃើញចាក់ដោតពីលិចពីស្វែងពីស្ដាំពីវៀតណាមពីថៃឡង់ថាចង់យកដីយើងយកប្រាសាទយើងតែអ្នកណាទៅការពារបើក្រៅពីត្រកូលហ៊ុនហើយនឹងអ្នកដែលចេញពីព្រៃជំនាន់បងឯងនោះដែលច្បាំងជាមួយខ្មែរក្រហមចេញពីវាពិឃាតមកហើយបន្តច្បាំង 4-10 ឆ្នាំតទៀតរហូតដល់បានអោបកសោកគ្នាទៅជាបងប្អូនហើយបងប្អូនបានសុខបានសានទាំងហើយក៏មិនរៀបចំខ្លួនដើម្បីរត់ចោលស្រុកដោយសាមរង្ស៊ីដែរតែអ្នកណាស្នេហាជាតិអ្នកណាដែលបូមដែលហៅថាបូមអ្នកណាដែលលក់ប៉ុស្គិញប៉ុស្ក្រោយប៉ុស្រដ្ឋមន្ត្រីប៉ុស្ផ្កាយបើសាមរង្ស៊ីវិញហើយសម្ដេចរណរិទ្ធយើងមិនបាញ់និយាយនេះលោកចែកឋានទៅហើយប៉ុន្តែមិនខុសគ្នាទេអ្នកទាំងអស់នោះពីព្រោះខ្ញុំក៏ស្គាល់ដែរគណៈប្រជាជនខ្ញុំរស់នៅបានមួយឆ្នាំជាមួយដែរមកវិចប្រវិចរត់មកស្រុកបារាំងនោះខ្ញុំដឹងហើយតើពិភពលោកមានអ្នកណាមួយដែលរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីធ្វើការបានអង្គ10គីឡូ5-10គីឡូបាយតែសួរទៅវិចប្រវិចដែររត់មកពិភពលោកអត់មានទេអត់មានសោះឡើយហើយរហូតដល់គាត់មានរុយថាលៀនទៅចោះរស់សុខស្រួលគេចង់តែធ្វើបាបបុកឲ្យដេញចេញហើយយកទៅដាក់គុកទៅទៀតឥឡូវហ្នឹងខំការពារដើម្បីកុំឲ្យមានសង្គ្រាមទោះតម្លៃណាក៏ដោយញោមមួយវាយមួយគឺជាពាក្យដែលក្នុងកលៈទេសៈសង្គ្រាមនេះយើងអាចប្រើប្រាស់វាបានពីព្រោះមិនចង់ឲ្យប្រទេសយើងទៅដូចអ៊ុយក្រែនរុស្ស៊ីឲ្យប្រទេសយើងដូចអារ៉ាប់និងប៉ាឡេស្ទីនដែលកំពុងតែកើតនេះទេយើងបានសុខសាន្តហើយម្ល៉េះញោមមួយវាយមួយទោះតម្លៃណាក៏ដោយយើងការពារសុខសន្តិភាពនឹងឲ្យបានហើយទោះតម្លៃណាក៏ដោយសម្ដេចតេជោហ៊ុនសែនទាញអ្នកដែលនៅក្បែរលោកសំរងស៊ីនេះឲ្យចូលយើងឲ្យអស់ទោះតម្លៃណាក៏ដោយហើយទោះតម្លៃណាក៏ដោយលោកអត់រត់ចោលកម្ពុជាទេខ្ញុំនិយាយឲ្យមាញ់ចៅមួយនោះមានសញ្ជាតិអាមេរិកលោកសុំឲ្យគេដកសញ្ជាតិអាមេរិកចេញពីចៅនោះទៅទៀតតើអ្នកណាស្នេហាជាតិជាងអ្នកណាតើអ្នកណារៀបចំខ្លួនរត់ចោលស្រុកអោបលុយដុល្លារចេញដោយសាមរង្ស៊ីរាល់ថ្ងៃនេះតើលុយនោះបានពីណាមកដឹងរួចពីអ្នកណាខ្លះទិញគាត់នៅស្រុកបារាំងក៏ខ្ញុំដឹងដែរអ្នកណាចង់ទៅចូលរួមចំណែកជាមួយសាមរង្ស៊ីធ្វើតកែរេស្តូរ៉ង់ធ្វើស្អីក៏ដោយគឺយកលុយទៅដាក់តែលោបានធ្វើតម្រាំងរាជតែលោបានធ្វើចវាយខេតតែលោបានធ្វើចវាយឃុំគឺដូច្នេះហើយបានថាខ្ញុំអរគុណបងឯងដាក់នៅក្នុងប្រធានបទថាតើអ្នកណាដែលស្នេហាជាតិពិតប្រាកដអ្នកណាដែលចាំតែរត់ចាំតែវិចលុយចាំតែបូមលុយពីកម្ពុជាយើងហើយរត់ចេញមកបើមិនមែនសាមរង្ស៊ីទេតែអ្នកណាឲ្យឆ្លើយប្រយ័ត្នខ្ញុំឲ្យគាត់ទៅពាក្យមួយម៉ាត់ថាចៅមួយដែលមានសញ្ជាតិអាមេរិកលោកមិនលោកសុំឲ្យដកជាតិសញ្ជាតិអាមេរិកចេញហើយហ្នឹងតើតកូលហ៊ុនទៅណាបើសិនជាមានកិច្ចការអីតើតកូលហ៊ុនទៅណាគឺតកូលហ៊ុនខំស្មៅជាមួយបងប្អូនយើងដើម្បីការពារកម្ពុជានេះកុំឲ្យមកទៅរកវាពិឃាតឡើងវិញកុំឲ្យមានសង្គ្រាមឡើងវិញខ្ញុំសូមអរគុណបងហើយនឹងឲ្យលោកគួយមានប្រសាសន៍ទៅប្រគួរមួយឯងមិនបានស្គាល់សង្គ្រាមដូចខ្ញុំឲ្យបងទេប៉ុន្តែឥឡូវយើងយល់យ៉ាងម៉េចបាទអាប្រូចយើងដាក់មេប្រូចហ្នឹងណាលោកប្រតិចារិយស័យក៏អរគុណដែរលោកគ្រូបវនីប្រធានក្រុមខ្មែរទៅបានបាទមេតិកាថ្ងៃនេះគឺវិភាសាគ្នាល្អណាស់ហើយឃើញប្រសាសន៍លោកប្រតិចាហើយនិងលោកគ្រូបវនីបានលាតត្រដាងអំពីការតស៊ូការពារទឹកដីរបស់បាទតកូលហ៊ុនស្ដាប់ខ្ញុំសូមហៅក្នុង line នឹងចឹងសឹកព្រោះដោយសារការវាបហារបស់ខាងប្រឆាំងមិនដែលគិតអ្វីដែលហៅថាជាប្រយោជន៍ប្រទេសជាតិទេគឺវាបហាទៅលើបុគ្គលត្រកូលរបស់សម្ដេចតេជោតែម្ដងទាំងអស់
ទោះជាអ្នកណាទោះជាក្មេងទៅទាំងកើតក៏ពួកប្រឆាំងនឹងលើកនៃវិបហាទាំងអស់ព្រោះពាក្យថាត្រកូលគឺត្រកូលរបស់សម្ដេចទាំងអស់បាទនេះហើយជានយោបាយគេហៅថាអបល័ក្ខនយោបាយខ្មៅដែលវាយប្រហារទៅលើបុគ្គលដែលជាថ្នាក់ដឹកនាំឬមួយក៏ជាអ្នកកំពុងតែធ្វើការតងនឹងនយោបាយប្រទេសជាតិអាហ្នឹងគឺវាសំស្របហើយព្រោះជាការប្រឆាំងជាការបញ្ចេញមតិប៉ុន្តែក្មេងៗដែលទឹកនឹងកើតនៅក្នុងត្រកូលហ៊ុនគ្នាទៅអាយុ3 4ឆ្នាំ5 6ឆ្នាំគ្នាអត់មានបានពាក់ព័ន្ធនឹងរឿងនយោបាយអីនឹងរឿងប្រទេសជាតិទេប៉ុន្តែពួកអ្នកឯងដែលជាអ្នកធ្វើគេហៅថាអ្នកប្រជាធិបតេយ្យអ្នកដែលតាំងខ្លួនជាអ្នកចេះដឹងខ្ពង់ខ្ពស់បែរជាយកពីថាត្រកូលហ៊ុនយកមកវាប្រហារលើសម្ដេចតេជោហើយនឹងសម្ដេចធិបតីទាំងដែលកូនចៅរបស់ពួកគាត់ក្មេងៗចំនួនក្រោយនោះបាទគ្នាអត់តន់ដឹងអីរឿងនយោបាយផងក៏ពួកអ្នកឯងជេរបន្តិចបដាសាដែរបាទនេះហើយជានយោបាយខ្មៅងឹតជាកតិគេហៅថាមនុស្សដែលគ្មានកតិត្រឹមត្រូវដែលគិតថាខ្លួនឯងនឹងធ្វើជាអ្នកចេះដឹងធ្វើជាអ្នកប្រជាធិបតេយ្យប៉ុន្តែយកអារឿងវាយអួរគេហៅខ្វាយយើងថាវាយអួរទាំងអស់យកមកនិយាយបាទអានេះវារំលោភទៅលើសិទ្ធិមនុស្សសិទ្ធិកុមារបាត់ទៅហើយបាទគុំនិយាយរឿងប្រជាធិបតេយ្យអីតទៅទៀតអ្នកឯងគ្រាន់តែវាយប្រហារទៅលើតកូលហ៊ុនទាំងអស់ហ្នឹងគឺអ្នកឯងរំលោភទៅលើសិទ្ធិមនុស្សសិទ្ធិកុមារបាត់ទៅហើយបាទសិទ្ធិស្ត្រីបាត់ទៅហើយព្រោះនៅក្នុងតកូលសម្ដេចតេជោខ្លះគឺគាត់អត់បានធ្វើនយោបាយទេហើយក៏គាត់អត់បានទៅធ្វើអ្វីដែលប៉ះពាល់ទៅលើរឿងនយោបាយដែរបាទតាមត្រូវហើយជាងនេះទៅទៀតការការពារទឹកដីមកដល់សពថ្ងៃជាង40ឆ្នាំនេះសួរថាមួយជំហានណាមួយពេលវេលាណាដែលគ្មានមុខត្រកូលហ៊ុនណាដែលមានសម្ដេចតេជោហើយនឹងសម្ដេចធិបតីនៅក្នុងការការពារទឹកដីនៃប្រជាជាតិកម្ពុជាដែលនៅសល់មរតកពីបារាំងចំនួន 181,035 នេះបាទមកដល់ពេលនេះគឺទឹកដីខ្មែរគឺនៅសល់ចំនួនប៉ុណ្ណឹងអញ្ចឹងអ្វីដែលសម្ដេចលោកមានលទ្ធភាពគឺក្នុងពេលនេះគឺការពារទឹកដីដែលនៅសេសសល់ណាពីបារាំងដែលក្នុងការការពារពីមុនមកបានកាត់ទឹកដីមួយចំនួនទៅឲ្យបរទេសក្រោមនយោបាយក្រោមការគ្រប់គ្រងរបស់បារាំងបាទអញ្ចឹងសួរថាតើសម្ដេចតេជោហើយនឹងសម្ដេចធិបតីលោកខុសអត់គឺมันមានបានខុសឆ្គងអីទេព្រោះការគ្រប់គ្រងរបស់លោកមិនបានកាត់ទឹកដីណាមួយទៅឲ្យបរទេសតាមអ្វីដែលពួកប្រឆាំងខំចេះតែចោទប្រកាន់ណាចោទប្រកាន់ហើយចេះតែលើកយកមកវាយប្រហារធ្វើជាគោលនយោបាយមួយធ្វើជាអង្គហេតុនៃរឿងមួយដើម្បីជាហេតុធ្វើឲ្យខ្លួនឯងមានលេសក្នុងការវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះបាទហើយសួរថាការបាត់បង់ទឹកដីតែចំនួនបារាំងតែទុកឲ្យតែនៅសល់ទេសួរថាមកដល់ពេលនេះ 181,035 នៅពេលដែលយើងបាត់បង់កោះត្រល់ទឹកដីយើងរួមកតុយអត់រួមតួលេខអត់គឺអត់មានទេបាទសពថ្ងៃនេះតួលេខទឹកដីរបស់យើងគឺនៅរក្សាដដែលហើយសួរថាសម្ដេចធ្វើឲ្យបាត់បង់ទឹកដីកន្លែងណាបើសិនជាតួលេខនេះថយចុះទើបយើងអាចនិយាយបានថាសម្ដេចធ្វើឲ្យបាត់បង់ទឹកដីក្នុងចំណោមណាមួយប៉ុន្តែទឹកដីនេះគឺថែរក្សានៅដដែលហើយពួកអ្នកឯងចេះតែមកចោទបាត់អានេះបាត់អានោះចេះតែនិយាយគេហៅថាមនុស្សដែលខ្វះដែលខ្វះពីការគួរហើយចេះតែនិយាយអ្វីដែលគ្មានមូលហេតុគ្មានការពិតយកមកវាយប្រហារដោយគ្មានមូលដ្ឋានបាទនេះហើយជារឿងដែលគ្រោះថ្នាក់មួយដែលពីចំនួនមុនណាខ្មែរចំនួនមុនបែកបាក់សាមគ្គីបែកបាក់ទឹកដីបាត់បង់ទឹកដីដោយសារពួកអាល្ងងទាំងអស់នេះបាទដែលនៅសល់ពូជពងនៅមកដល់សប្តាហ៍ថ្ងៃនេះដែលចេះតែជឿទៅលើបរទេសដោយគ្មានការគិតពិចារណាបាទសួរថាអ្នកឯងលើកមូលហេតុយកចំណុចណាមួយមកនិយាយដែលហៅថាការដឹកនាំរបស់សម្ដេចតេជោហើយនឹងសម្ដេចធិបតីធ្វើឲ្យបាត់បង់ទឹកដីឬមួយក៏គាត់ទៅយកចង្អុលដៃទៅចង្អុលថាអានេះទឹកដីអញអានោះទឹកដីអ្នកនេះដូចថៃរាល់ថ្ងៃអញ្ចឹងគាត់គេចង្អុលថាប្រាសាទតាមាន់តូចជារបស់គេណាគេគាត់អានសេចក្តីប្រកាសមួយធ្វើឲ្យឈូឆរផ្អើលណាផ្អើលមនុស្សមួយចំនួនហើយមានចង់និយាយថាពួកលក់ក្បាលមួយចំនួនដែលវាស៊ីលុយបរទេសនោះវាបង្កើតនូវមាតិកាមួយញុះញង់ធ្វើឲ្យប្រជាជនខ្មែរមួយចំនួនចប់ហើយបាត់ហើយចប់ហើយបាត់ហើយសួរថាពួកអ្នកឯងពេលដែលអ្នកឯងស្រែកទៅតាមគេបន្ទោផ្ទះតែតាមគេនោះសួរថាអ្នកឯងមានមនសិការជាតិអត់មានខួរក្បាលចេះពិចារណាអត់ណាហើយអ្នកឯងដឹងច្បាស់ថាប្រាសាទហ្នឹងគឺជារបស់
ថៃឬមួយក៏របស់ខ្មែរឲ្យសពថ្ងៃនេះអ្នកណាអ្នកកាន់កាប់អត់អ្នកឯងអត់ដឹងច្បាស់ទេថៃមិនត្រឹមនិយាយរឿងប្រាសាទប្រព័ន្ធតូចជារបស់វាទេសូម្បីតែប្រាសាទអង្គរវត្តក៏វាថារបស់វាដែរពួកអ្នកឯងទៅឈួតតាមវាដែរមែនវាឈួតនឹងការប្រកាសអ្វីក៏ទឹកដីខ្មែរក៏ជារបស់វាទាំងអស់ហើយចឹងគ្រាន់តែជាឯកតោភាគីមួយដែលប្រកាសថាទឹកដីនេះជាទឹកដីរបស់វាតាវាប្រកាសតាំងពីដើមមកហើយណាខ្ញុំគ្រូនៅស្រុកខ្មែរខ្ញុំស្គាល់ទៅហើយអាការប្រកាសរបស់ឯងសួរថាថៃដែលបានជន់ទឹកដីខ្មែរឆ្នាំ2008ក្រមតុលាការឡាអេដែលកាត់ឲ្យប្រាសាទព្រះវិហារជារបស់ខ្មែរផងនៅពួកវាអាចចូលឈ្លានពានមកម្ដងទៀតនៅពេលហ្នឹងបើសម្ដេចតេជោហើយនឹងសម្ដេចធិបតីដែលចុះទៅសមរភូមិផ្ទាល់បើលោកគ្មានយុទ្ធសាស្ត្រគ្មានកម្លាំងពិតប្រាកដមិនអាចទប់នឹងកម្លាំងថៃចូលឈ្លានពានពេលនោះបានទេគុំនិយាយឡើយយុទ្ធការរបស់តុលាការឡាអេទប់មិនជាប់ទេនៅតែថៃកាន់កាប់អញ្ចឹងប៉ុន្តែដោយសារអីដោយសារសមត្ថភាពរបស់សម្ដេចតេជោក្នុងការការពារទឹកដីបានជាវាយឲ្យថៃដកទៅវិញហើយទើបសម្រេចណាប្តឹងបន្ថែមទៀតទៅលើតុលាការដើម្បីប្រកាសសាលក្រមម្ដងទៀតសារជាថ្មីនៅតំបន់ 4.6 ដែលថៃគូឯកតោភាគីនោះបាទឲ្យដឹងឲ្យច្បាស់ពីប្រវត្តិសាស្ត្រនៃដានរឿងផងចេះតែស្រ័យចេះតែនិយាយតាំងតែខួរក្បាលខ្លួនឯងពីការគ្មានចំណេះដឹងគ្រាន់តែរស់ស៊ីចិញ្ចឹមជីវិតខ្លួនឯងរកមិនបានធំធាត់ផងធ្វើឯណាបញ្ចេញមតិដើម្បីជាតិណាងាកមកឃើញថៃខុសត្រូលហោះយន្តហោះក្បែរព្រំដែននេះក៏មិនបាញ់ទម្លាក់ពួកឯងគឺនិយាយចឹងគឺឈួតទេអីអានេះសំដីមនុស្សឈួតទេដែលនិយាយចឹងបានសំដីមនុស្សតែភ្លើល្ងងទេដែលអាចនិយាយចឹងបានសន្តិសុខណាសន្តិសុខប្រទេសជាតិនយោបាយយោធាគេមិនដែលបង្ហាញជាសាធារណៈឲ្យប្រជាជនគេបានឃើញទេប្រជាជនយើងបានឃើញដឹងហោលាក់កំភ្លើងកន្លែងណាដាក់ទ័ពកន្លែងណាអាហ្នឹងគេមិនទៅបង្ហាញជាសាធារណៈបានបាទតែដឹងតែចូលមកជន់ទឹកដីខ្មែរដឹងតែត្រូវបាទដឹងតែត្រូវឲ្យតែចូលមកប្រព្រីប្រភ្លើចូលមកមិនដឹងផ្លូវអាហ្នឹងដឹងតែត្រូវសួរសុកយើងជប់ទាហានអត់ជប់ទេដោយ2008ទេចឹងថៃបាញ់មកពីបេកាញ់ជាប់គ្នាសួរថាខ្មែរតបអត់តទេតាមអ្វីដែលយុទ្ធសាស្ត្ររបស់សម្ដេចតេជោគឺមិនទាន់ក្តាប់បាននៅកម្លាំងនយោកម្លាំងយោធារបស់សត្រូវគឺយើងអត់តបទេពេលដែលសម្ដេចក្តាប់បានគ្រប់ច្រករហ័សនៃកម្លាំងនិងទីតាំងទាហានរបស់ថៃហើយដាក់តែមកប្រាវទេនាយករដ្ឋមន្ត្រីថៃទេមកចរចាមួយសម្ដេចទៀតបាទនេះហើយជាយុទ្ធសាស្ត្រយោធារបស់កម្ពុជាដោយសារសម្ដេចតេជោការពារទឹកដីកម្ពុជានេះរបួស5ដងបាទយកសាច់ឈាមរបស់លោកយោធការពារទឹកដីនេះរបួស5ដងសួរថាអាសំរងស៊ីវាដែលស៊ីបាយក្រហមអត់បាទស៊ីបាយលាយពោតអត់វាអត់ហេតុទេអានេះហើយគេហៅថាអ្នកការពារទឹកដីពិតប្រាកដដែលយកខ្លួនឯងនេះទៅប្រយុទ្ធជាមួយសត្រូវដើម្បីការពារទឹកដីដោយច្បាស់លាស់មិនមែនយកការស្នេហាជាតិតាមអនឡាញយកស្នេហាជាតិតាម Facebook តាម TikTok អូធ្វើអ្នកខ្លាហានឥឡូវសម្ដេចធ្វើបដិប្រកាសថាឥឡូវនេះឯងចង់ជួយការពារទឹកដីចូលមកបំពាក់អាវុធឲ្យនៅឈរជើងនៅព្រំដែនមើលឲ្យច្បាស់អាហ្នឹងហើយច្បាស់ទេតាឥឡូវចង់ការពារសម្ដេចឲ្យចូលមកអត់ប្រកាន់ទេអត់ប្រកាន់ទេណាឲ្យអ្នកឯងទៅឈរជើងនៅនឹងមើលការពារទៅតាមទឹកចិត្តរបស់អ្នកឯងនិយាយមកនៅក្នុងបណ្ដាញសង្គមគឺមុតណាគឺមុតណាសពថ្ងៃទាហានខ្មែរអ្នកតស៊ូស្នេហាជាតិប្រកបនៅក្រោមដើមឈើនៅក្បែរព្រំដែននៅក្នុងត្រង់សេដើម្បីរងចាំសត្រូវអាហ្នឹងហើយទៅជាស្នេហាជាតិពិតប្រាកដអាពួកឯងចេះតែនិយាយទៅតាមទៅលើ social media ទៅតាម Facebook ទៅតាម TikTok ហ្នឹងធ្វើដូចអ្នកឯងហ្នឹងអូមហិច្ឆតាការពារទឹកដីស្រឡាញ់ស្មោះស្ម័គ្រតែឥឡូវសម្ដេចថាឥឡូវបើស្រឡាញ់ស្មោះស្ម័គ្រអញ្ចឹងខ្លាំងអញ្ចឹងចូលមកសម្ដេចបំពាក់អាវុធឲ្យទៅចូលជើងជាមួយកងទ័ពរបស់យើងនៅក្នុងតំបន់នោះតែអាហ្នឹងហើយដើម្បីបង្ហាញពីសក្ខីភាពពិតប្រាកដតែអ្នកឯងស្រឡាញ់ទឹកដីអាពួកអស់នេះវាបានតែស្នេហាទៅលើ TikTok ស្នេហាទៅលើ Facebook ទេតែបើបញ្ចេញកម្លាំងបញ្ចេញថវិកាដើម្បីជាតិដើម្បីជួយជាតិគឺវាគ្មានឡើយបាទវាបានហើយអើអចីធ្លាក់ទឹកក្រៅវេទិកានៅក្រៅស្រុកហ្នឹងបាទបើសិនឲ្យវាចូលមកធ្វើការងារការពារពិតប្រាកដនៅប្រទេសហាលាយូរហើយបាទមិនដែលសល់មិនអាចមកដល់សល់ដល់ដូចពេលនេះទេបាទហើយសួរថាសេដ្ឋកិច្ចរបស់ខ្មែរក្រោមការដឹកនាំរបស់សម្ដេចតេជោអ្នកឯងមិនបាច់ទៅនិយាយអីតាមអាពួកភ្លើនៅក្រៅស្រុកនោះទេពួកអាពួកហ្នឹងវាមានគំនិតមួយគេហៅថាចាញ់ផ្សាទៅហើយណាយើងមើលស្ថិតិរបស់អង្គការសហប្រជាជាតិមកប្រទេសកម្ពុជាអត្រានៃភាពក្រីក្រតាំងពី50%នៃប្រជាជនទាំងអស់រហូតធ្លាក់មកដល់សល់ជាង 10% តែដល់ថ្ងៃនេះអាពួកហ្នឹងខំធ្វើអីអត់យកអាមនុស្ស
គឺចង់និយាយយកអាតួលេខជាង 10% នេះអត្រាក្រីក្ររបស់ប្រជាជនកម្ពុជានឹងយកមកវាយប្រហារលើទៅថ្នាក់ដឹកនាំចុះមនុស្សដែលប្រជាជនដែលគេមានបានណា80ជាងភាគរយដែលរស់នៅលើបន្ទាត់ក្រីក្រនោះសួរថាពួកវាហ៊ានយកបង្ហាញតួលេខហើយតួលេខអស់នេះមិនមែនកម្ពុជាអ្នកបញ្ចេញទេអង្គការសហប្រជាជាតិ World Bank ណា ADB គេមានតួលេខគេច្បាស់តាពួកអ្នកឯងសិតតែអ្នកបកកាយអ្នកស្រាវជ្រាវ Google free ណា search មើលទៅអត់មានលាក់បាំងទេអារឿងឯកសារទាំងអស់នេះបាទអញ្ចឹងពេលខ្លះយើងស្វែងរកជាតិអត់មានឧត្តមគតិពិតប្រាកដគិតតែនិយាយទៅតាមគេអត់មានកតិណាវែកញែករឿងខុសរឿងត្រូវណាយកអ្វីដែលជាផតតាំងច្បាស់លាស់យកមកនិយាយដើម្បីជួយប្រទេសជាតិឲ្យរីកចម្រើនណាកម្ពុជាដោយសារមានសម្ដេចតេជោនិងសម្ដេចធិបតីដែលដឹកនាំបែបសន្តិភាពនិយមបើជឿដូចពួកប្រឆាំងរុញទូកបដោយទឹកនេះណាកម្ពុជាតាំងពី2008 2009ណាចាប់ផ្ដើមផ្ទុះសង្គ្រាមម្ដងទៀតជាមួយថៃវាយចូលប្រទេសថៃហើយសួរថានៅពេលហ្នឹងកម្ពុជាយើងទៅចប់សង្គ្រាមប្រហែលឆ្នាំមានសល់អីខ្លះកម្លាំងទ័ពយើងសល់ប៉ុណ្ណាអានេះក្រមយុទ្ធសាស្ត្ររបស់សម្ដេចទេកម្លាំងទូតទប់ជាមួយកម្លាំងធំទេបើគ្មានយុទ្ធសាស្ត្រច្បាស់លាស់គឺមិនអាចទប់ជាប់ជាមួយនឹងថៃទេបាទប៉ុន្តែសម្ដេចតេជោគឺជាមេទ័ពឆ្នើមដែលឆ្លងកាត់សង្គ្រាមរាប់មិនអស់មកហើយទើបសម្ដេចមានយុទ្ធសាស្ត្រក្នុងការទប់ទល់ជាមួយសត្រូវមិនមែនដោយសំរងស៊ីច្បាំង100ដងចាញ់100ដងរត់ចោលស្រុកទេបាទសំរងស៊ីចូលមកក្នុងប្រទេសកម្ពុជាតាំង1995សួរថាមកដល់ពេលនេះសំរងស៊ីបរាជ័យប្រមាណដងគឺរាប់ដេចបាទច្បាំងលើកណាបញ្ចេញនយោបាយឯកចាញ់នឹងសម្ដេចតេជោអានេះហើយគេហៅថាពួកបរាជ័យ100ដងលើសពី100ដងទៅទៀតសួរថាមានសមត្ថភាពអត់គ្មានឡើយគ្រាន់តែសមត្ថភាពនយោបាយក្នុងស្រុកអ្នកឯងអន់ប៉ុណ្្នឹងហើយតើមានសមត្ថភាពឯណាទៅទប់ទល់នឹងនយោបាយនៃប្រទេសជិតខាងទប់ទល់នឹងនយោបាយការបរទេសក្រៅស្រុកបាទអានឹងយើងប្រៀបធៀបបែបកតវិជ្ជាពិតតែមានផតតាំងច្បាស់លាស់យកមកនិយាយបើសំរងស៊ីខ្លាំងមែនមិនមែនធ្វើនយោបាយរត់ចោលស្រុកដល់ថ្នាក់ហ្នឹងទេបាត់ទ័ពរហូតដល់តែសល់មកក្តាប់តូចរំជ្រៀងសបាយនៅក្រៅស្រុកងាប់តែអាពួកជាប់គុកអាពួកជឿលំដែលគ្មានកតិមានអាការគិតពិចារណាត្រឹមត្រូវជាប់គុកក្នុងស្រុកខ្មែរធ្វើមិនដឹងងាប់វេទនាតែគ្រួសារពួកគាត់កូនប្រពន្ធគាត់ណាគ្មានទីចម្រោះច្បាស់លាស់គ្មានអ្នកឧបត្ថម្ភដល់ពេលពួកសំរងស៊ីណាទៅជួបលៀងខួបកំណើតរំជ្រៀងសបាយពួកវាទៅនយោបាយវាប្រមូលលុយបានពេលមានរឿងវានៅក្រៅស្រុកវាក៏រំសាយតែអយុត្តិធម៌ណាស់ណាប៉ុន្តែចុងក្រោយវាទៅសបាយក្រោយវាជប់លៀងវាដើរលេងហើយដល់ពេលអ្នកតស៊ូមួយចំនួននៅក្នុងស្រុកណាប្រត់ប្រាស់គ្រួសារប្រត់ប្រាស់ប្រពន្ធកូនតាមនយោបាយចាក់ចុចរបស់សំរងស៊ីបង្កើតជាណារឿងសង្គមមួយដែលគ្មានការបង្កើតឲ្យវាមានរឿងអយុត្តិធម៌សម្រាប់បុគ្គលដែលជឿស្លងដោយគ្មានការគិតពិចារណានេះហើយជានយោបាយខ្មៅងងឹតរបស់សំរងស៊ីដែលមិនគិតពីប្រយោជន៍ថ្នាក់នឹងប្រយោជន៍កូនចៅចំនួននៅក្នុងក្រុមបកពួករបស់ខ្លួនទេគិតតែខ្លួនឯងជាធំហើយសួរថាយកអីមកការពារប្រទេសបើគ្រាន់តែកូនចៅការពារមិនបានផងហ្នឹងបាទអញ្ចឹងមិនថាការប្រៀបធៀបរបស់យើងត្រូវមានការពិចារណាសួរថាអ្នកណាដឹកនាំប្រទេសជាតិតែប្រកបទៅដោយគុណវិវត្តន៍បាទគុណវិវត្តន៍ទាំងសេដ្ឋកិច្ចណាភូមិសាស្ត្រនយោបាយកិត្តិយសណាវិវត្តន៍តាំងពីកម្លាំងទាហានសពថ្ងៃនេះសម្ដេចតេជោខំបំពាក់គ្រឿងសព្វាវុធទំនើបមកដល់កងទ័ពដើម្បីអីដើម្បីការពារទឹកដីសូម្បីតែយើងជីកប្រែកហ្វូណនតេជោដើម្បីជៀសឲ្យផុតពីការណាគ្រប់គ្រងរបស់ក្រមកុំក្រាការគ្រប់គ្រងសេដ្ឋកិច្ចផ្លូវទឹកទន្លេសាបពីវៀតណាមនោះក៏ពួកប្រឆាំងវានៅតែប្រឆាំងការពារតែសួរថាប្រយោជន៍អីតែបើសិនជាជីកនឹងបានវាជាភូមិសាស្ត្រនយោបាយមួយដែលយើងកិច្ចផុតពីការគ្រប់គ្រងផ្នែកផ្លូវទឹកទន្លេសាបបាទហើយមួយទៀតយើងខំបំពាក់កសាងណាធ្វើឲ្យបន្ទាយទាហានរៀមឲ្យវារីចម្រើនដើម្បីបំពាក់នៅវិវាទំនើបដើម្បីអីដើម្បីការពារទឹកដីតែសួរថាពួកប្រឆាំងដែលអបតែជួយគ្រប់គ្រងអត់ទេកាន់តែវាបង្ហាញថាយើងលក់ផែរៀមនោះទៅឲ្យចិនឯណាឆ្កុយអញ្ចឹងទៅបាទអញ្ចឹងមិនថាខួរក្បាលពួកនេះវាអវិជ្ជមានទៅហើយវាមិនអាចវាមើលឃើញអ្វីពីការលូតលាស់របស់កម្ពុជាពីការស្មោះត្រង់បូរណភាពទឹកដីរបស់សម្ដេចតេជោនិងសម្ដេចធិបតីដែលលះបង់គ្រប់បែបយ៉ាងណាដើម្បីប្រទេសជាតិកម្ពុជាមួយនេះក្នុងការអភិវឌ្ឍទៅមុខទេ
អាហ្នឹងហើយវាជាសក្ខីភាពមួយដែលយើងយកមកពិចារណាទាំងអស់គ្នាទៅហើយមើលឃើញភាពជាក់ស្ដែងសួរថាមកដល់ពេលនេះថៃឯណាដែលឈ្លានពានចូលរំលោភអធិបតេយ្យភាពបូរណភាពទឹកដីមកដល់កម្ពុជាបានម្ដងទៀតអត់បាទតាំងពី2008មកហូតមកដល់ពេលនេះណាគ្រាន់តែបង្ហោះធម្មតារឿងព្រំដែនមិនទាន់ច្បាស់លាស់មិនទាន់កំណត់ដោយថ្នាក់ជាតិអញ្ចឹងវាមានការចេញចូលណារវាងគ្នានឹងគ្នាខ្មែរក៏ចូលគេក៏ចូលយើងហើយស្រែកគ្រប់គ្នាខ្មែរក៏ស្រែកដែរអានេះទឹកដីអញអានេះទឹកដីអញថៃក៏វាស្រែកដូចគ្នាដែរដោយសារអីការកំណត់ព្រំដែនមិនទាន់ច្បាស់លាស់បាទអញ្ចឹងនៅតែទៀមទារវាងគ្នានឹងគ្នាទៅវិញទៅមកបាទអាព្រឹត្តិការណ៍នេះវាស៊ាំហើយប៉ុន្តែពួកប្រឆាំងឯដែលខំលើកយកមកធ្វើដូចធ្លាក់មកពីលើមេឃថ្មីហ្នឹងអញ្ចឹងបាទអញ្ចឹងសូមជូនលោកប្រតិឆាវិញយើងក្បោះក្បាយឆ្ងាយបន្តិចបាទល្អអរគុណយើងបើនិយាយមែនទែនទៅពាក្យថាស្នេហាជាតិរបស់តកូលហ៊ុននេះតាំងពីមុន79បើសិនណាជាសម្ដេចតេជោហ៊ុនសែនមិនមានឆន្ទៈស្នេហាជាតិក៏មិនអាចរំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋជាង3លាននាក់ឲ្យរួចផុតពីរណ្ដៅមរណៈរបស់បនបល័យពុសាបានដែរចឹងឆន្ទៈរបស់សម្ដេចតេជោហ៊ុនសែនទៅលើការស្នេហាជាតិស្នេហាប្រជាជននេះគឺលោកបានបណ្ដុះគំនិតតាំងពីអាយុ18ឆ្នាំមកម្លេះ18ឆ្នាំមកអញ្ចឹងយើងមើលឃើញថាការស្នេហាជាតិរបស់សម្ដេចតេជោហ៊ុនសែនគឺវាមានតាំងពីបានក៏អាវបេះដូងរបស់សម្ដេចទៅទៅធ្វើឲ្យសម្ដេចនឹងមានចិត្តអាណិតស្រឡាញ់បងប្អូនប្រជាពលរដ្ឋមានចិត្តរំដោះជីវិតបងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះបលាយពូជសាសន៍ប៉ុលពតហើយបើយើងប្រៀបធៀបទៅជាមួយនឹងអាក្បត់ជាតិតពូជសំរងស៊ីរត់ចោលគុកនេះវាខុសគ្នាមិនហើយដីអាសំរងស៊ីដេកស្រួលស៊ីស្រួលនៅបរទេសនោះហើយលើកយកមកនិយាយចាក់ចំចំណុចដែលប្រជាជនខ្លះដែលគាត់ល្ងងខ្លៅចំណេះចេះដឹងកម្រិតទាបធ្វើឲ្យប្រជាជនអស់នោះវាចេះតែគ្រប់គ្រងអាបទជាតិសំរងស៊ីទៅសួរថាអាសំរងស៊ីវាប្រហារមកលើរាជរដ្ឋាភិបាលយកចំណុចពីរឿងពុករលួយសូមលើកបញ្ជាក់រឿងពុករលួយអាសំរងស៊ីនេះមហាពុករលួយពួកខ្ញុំនៅក្នុងស្រុកខ្ញុំដឹងតើកាលដែលព្រះអង្គចាស់រណរិទ្ធលោកចាត់តាំងឲ្យអាសំរងស៊ីទៅធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអាសំរងស៊ីចេញប្រកាសរើសគយសូម្បីតែខ្ញុំនឹងអស់ 5,000 ដែរគយប៉ុន្តែដល់រួចទៅនឹកឃើញអញមិនធ្វើទេរឿងគយចង់ធ្វើតាហ៊ានចង់ធ្វើតាអីហ្នឹងនេះខ្ញុំទៅចោលអាដេញកន្លែងគយឈ្មោះខ្ញុំនៅគយតួមើលស្រាវជ្រាវរកមើលថាច់ចន្ទរាហ្នឹងគឺមានឈ្មោះនៅក្នុងគយទៅប៉ុន្តែឥឡូវប្រហែលជាគាត់ដែលចូលនិវត្តន៍ហើយក៏មិនដឹងដែរអ្នកដែលស៊ីឈ្មោះខ្ញុំនោះអាសំរងស៊ីបានបន្តិចលៀនទេណាក្នុងពេលដែលរើសណែមន្ត្រីគយពេលដែលវានៅធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហើយរឿងច្រើនណាស់រឿងអានេះស៊ីអត់ចេះគិតមេអារឿងស៊ីច្រាស់ច្រាំមិនចេះគិតមេទៅហើយបានទ្រង់រណរិទ្ធប្រធានគណៈបកហ្វុនពេជ្រដកបាញ់ក្បាលអាសំរងស៊ីគាត់ចោលបានអាសំរងស៊ីហ្នឹងទៅបង្កើតអារឿងគណៈបកបន្តមកហ្នឹងហើយមកពេលអាចំនួនកូវីដសម្ដេចតេជោព្រោះតែអាណិត
នឹកគិតដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋហំទៅតាក់ទងរកបានថ្នាំសកលយកមកអាសំរងស៊ីស្រែកប្រកបកាមិនឲ្យទៅចាក់ថ្នាំទៅទៀតអាទៀតតែចាក់មកទៅចាក់មកសម្ដេចលោកឃើញថាអាជំងឺកូវីដនេះវាគ្មានស្គាល់អ្នកមានស្គាល់អ្នកក្រទេអញ្ចឹងឯងបងប្អូនប្រជាពលរដ្ឋខ្លះដែលមានកម្រិតជីវភាពក្រីក្រនោះពេលដែលមានជំងឺកូវីដទៅស្លាប់អ្នកខ្លះរកតែក្តាមឈូសដាក់ស្តុបនឹងយកទៅបូជាបានសម្ដេចលោកប្រកាសឲ្យត្រៀមក្តាមឈូសលោកជួយក្តាមឈូសជួយឈើធ្វើក្តាមឈូសក៏បំបែកក្បាលអាក្បត់ជាតិសំរងស៊ីវាស្រែកថាសម្ដេចនឹងមើលងាយជីវិតរបស់ប្រជាពលរដ្ឋអ្នកណាទៅមើលងាយព្រោះតែសម្ដេចលោកមើលឃើញណាបងប្អូនក្រីក្រខ្លះពេលដែលកើតជំងឺកូវីដទៅស្លាប់ទៅរកតែឈើរកតែលុយទិញឈើយកមកធ្វើក្តាមឈូសយកសពនឹងបូជាមិនបានផងវាប្រច្រាស់ទឹករហូតហើយយើងមើលឃើញថាតើអាសំរងស៊ីអ្នកស្នេហាជាតិមួយយ៉ាងម៉េចមួយពួកអាចពីលជ្រុលនិយមនោះវាជ្រុលពេកដែលល្ងឹតល្ងងនោះវាហួសមើលឃើញអាសំរងស៊ីអាខ្លះនឹងលើកបន្ទប់អាសំរងស៊ីសតតែជាវិរៈបរោះស្នេហាជាតិវិរៈបរោះស្នេហាជាតិបំបីក្បាលស្អីវាមានដែលទៅការពារទឹកដីណាបានមួយដង្ហើមចង្រិតទេអាសំរងស៊ីនោះហើយដូចដែលលោកពនាតឬក៏លោកវិជ័យបានលើកបាញ់មិញចឹងអានេះមានការអីគឺប្រូចមានការអីគឺប្រូចមិនដូចតកូលហ៊ុនទេសម្ដេចតេជោហ៊ុនសែនប្រជុំកូនឲ្យទៅរៀននៅបរទេសប៉ុន្តែសម្ដេចតេជោហ៊ុនសែនសុទ្ធតែបញ្ជាក់បាយទៅរៀននៅបរទេសយកសញ្ជាតិបរទេសឲ្យកុំមកវិញហើយសម្ដេចធិបតីហ៊ុនម៉ាណែតលោកបានលើកប្រហែលសប្តាហ៍មុននោះលោកបានលើកថាតកូលហ៊ុនអត់មានសញ្ជាតិពីរទេតកូលហ៊ុនគឺច្បាស់មានសញ្ជាតិតែមួយហើយលោកវនីតក៏បានលើកឡើងដែរតែចៅរបស់សម្ដេចម្នាក់តែសម្រាប់កូននៅមិនកូនរបស់សម្រាប់កូននៅសហរដ្ឋអាមេរិកហើយបានសញ្ជាតិអាមេរិកសម្ដេចលោកតាលាសញ្ជាតិអាមេរិកឲ្យនៅសញ្ជាតិតែមួយហើយសួរអាសពនឹងស៊ីរាល់ថ្ងៃហ្នឹងវាហ៊ានលាសញ្ជាតិបារាំងទេវាទៅអត់រួចទេអញ្ចឹងស៊ីសងជាមួយតកូលហ៊ុនរឿងស្នេហាជាតិទៅអត់រួចទេសូម្បីតែសញ្ជាតិបារាំងរបស់វាមិនទាំងហ៊ានលាផងដាប់អានឹងមានការអីប្រូចមានការអីប្រូចគ្រាន់តែរឿងអាដេញណែដាក់ក្របបេទុះបងធ្វើឃាតសម្ដេចតេជោហ៊ុនសែននៅសៀមរាបមិនទាន់ដឹងក្បាលដឹងកតុយផងអាសំរងស៊ីហ្នឹងប្រូចទៅថៃឡើងកប៉ាល់ហោះទៅប្រាំតាប់អារឿងនោះសម្ដេចតេជោលោកជិលនឹងខ្វល់នឹកឃើញថាបារមីវត្ថុស័ក្តិសិទ្ធិដែលថែរក្សាប្រជាណាចក្រកម្ពុជាតាមបីបាច់ថែរក្សាលោកទៅហើយពីព្រោះលោកមានឆន្ទៈពុតប្រកបស្នេហាជាតិស្នេហាប្រជាជាតិកម្ពុជាយើងស្នេហាប្រជាជនអញ្ចឹងឯវត្ថុស័ក្តិសិទ្ធិតាមជួយបីបាច់ថែរក្សារបស់សម្ដេចគ្រប់ពេលវេលាដែលគ្មានអ្នកណាអាចប៉ះពាល់បានទេសូម្បីតែពេលធ្វើសង្គ្រាមក៏លោកមិនចំណាយអស់ដល់អាយុជីវិតដែរដោយសារបារមីតាមជួយបីបាច់ថែរក្សាសម្ដេចនឹងហើយទើបបានសម្ដេចមានបច្ចុប្បន្នមានអាយុរហូតមកទល់បច្ចុប្បន្ននេះហើយយើងទាំងអស់គ្នាក៏សូមបន់ប្រាន់ដល់វត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោកសូមធ្វើយ៉ាងណាតាមបីបាច់ថែរក្សា
សម្ដេចតេជោហ៊ុនសែនឲ្យមានសុខភាពល្អមានជនវាយុយឺតយូរដើម្បីជាមលុបដឹកនាំប្រទេសកម្ពុជាប្រកបដោយសុខសន្តិភាពនិងមានការអភិវឌ្ឍតរៀងទៅហើយយើងនៅមានប្រធានបទទី2របស់យើងខ្ញុំសូមចូលទៅប្រធានបទទី2បានទេលោកមនីតបាទអញ្ជើញបងអញ្ជើញបាទប្រធានបទទី2របស់យើងនេះគឺចង់និយាយអំពីរឿងអាសំរងស៊ីនេះដែលវាទៅសេផ្សាយនៅក្នុង Facebook របស់វានេះអានឹងគេថានិយាយទៀមដាមនិយាយប្រមាថមកលើសម្ដេចតេជោហ៊ុនសែនក្រោយពេលដែលICC សហការជាមួយនឹងថ្នាក់ដឹកនាំប្រទេសរបស់ហ្វីលីពីននោះចាប់លោកឌូតឺតេអនុអតីតប្រធានាធិបតីហ្វីលីពីននេះយកទៅទីក្រុងឡាអេប្រហែលថ្ងៃមុនហើយវាមកប្រៀបធៀបជាមួយនឹងសម្ដេចតេជោហ៊ុនសែនវាលើកឡើងថាឆ្នាំ1980រឿងក5ហើយគប់ក្របបែកនៅមុខរដ្ឋសភារដ្ឋមហាឆ្នាំ97បាញ់ស្លាប់បាតកោស្លាប់រាប់រយនាក់ឆ្នាំ2013 2014សួរទៅបែកក្បាលឯងអាក្បត់ជាតិសំរងស៊ីរឿងត5ថ្នាក់ដឹកនាំប្រទេសគឺត្រូវតែមានវិធានការដើម្បីការពារប្រទេសជាតិខ្លួនឯងពីព្រោះអានេះរឿងទៅកាប់ព្រៃព្រំដែននេះមិនមែនតែប្រជាជនទេសូម្បីតែមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក៏ទៅដែរអញ្ចឹងវាមិនមែនជារឿងដែលសម្ដេចតេជោហ៊ុនសែនយកប្រជាជនទៅសម្លាប់នៅក5ទេបើកុំទៅបានទៅកាប់ព្រៃនៅព្រំដែននោះម្ល៉េះពួកត្រីភាគីតាមនោះទំលើករំលឹកបន្តិចចុះត្រីភាគីដែលមានបរទេសគ្រប់គ្រងនោះសហរដ្ឋអាមេរិកសហភាពអឺរ៉ុបអូស្ត្រាលីអង់គ្លេសឡាក់នឹងឡាក់ដែលជួយពួកត្រីភាគីនោះធ្វើសង្គ្រាមជាមួយនឹងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅពេលនោះយើងកាត់ព្រៃបានស្រឡះហើយបានយើងបានសុខសន្តិភាពនឹងបានសុខក្សេមសាន្តនឹងធម្មតាប្រទេសដែលងើបពីសង្គ្រាមងើបផុតពីរបបបល្ល័ង្កពូជសាសន៍កម្ពុជាប្រជាធិបតេយ្យបើសិនណាជាមិនមានការកាប់ព្រៃទេម្ល៉េះពួកត្រីភាគីហ្នឹងក៏មិនបានមករួបរួមគ្នាកសាងប្រទេសក្រោយពេលដែលមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារី1991ដែរដោយសារការឆ្លៀវវៃរបស់ថ្នាក់ដឹកនាំនឹងហើយដែលធ្វើឲ្យខ្មាំងគ្មានព្រៃជ្រោះមិនអាចមករុកគួនជាមួយនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជានោះអញ្ចឹងឯងអាបែកក្បាលអាសំរងស៊ីអីនេះហើយកុំលើកពីរឿងក5មិនមែនសម្ដេចតេជោអ្នកសម្លាប់ទេគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋចូលរួមជាមួយនឹងថ្នាក់ដឹកនាំការពារប្រទេសជាតិខ្លួនឯងរឿងរដ្ឋបហាឆ្នាំ1997បែកក្បាលពួកឯងនេះណានិយាយពីរឿងរដ្ឋបហាថាសម្ដេចតេជោហ៊ុនសែនធ្វើរដ្ឋបហាដណ្ដើមអំណាចពីទ្រង់រ៉ាន់រឹតហើយស្រាវជ្រាវរកប្រវត្តិឲ្យច្បាស់លាស់តាំងពីដំបូងមករឿងទ្រង់រ៉ាន់រឹតនេះយកខ្មែរក្រហមពីព្រៃយកមកចូលក្នុងស្រុកចូលមក
ទីក្រុងភ្នំពេញហើយគណៈបកហ៊ុនប៉ាច់នេះដែលមានកម្លាំងប្រដាប់អាវុធនៅផ្ទះជាច្រើនសុទ្ធតែជាផ្ទះរបស់ណែមន្ត្រីយោធាជាន់ខ្ពស់របស់គណៈបកហ៊ុនប៉ាច់នៅអូបៃតងហើយក៏ភ្លើងកណ្ដុងបាញ់ចេញពីអូបៃតងហ្នឹងចេញពីផ្ទះចៅសម្បត្តិបើនិយាយមែនតើលោកវ៉ាន់មូនីអីកាលពីចំនួននៅហ៊ុនប៉ាច់នោះក៏ផ្ទះនៅអូបៃតងដែរតើតើមានរៀបចំកម្លាំងសម្រាប់ធ្វើចលនាព្រួលរំលំសម្ដេចតេជោហ៊ុនសែនទេហើយរឿងថ្ងៃ5ថ្ងៃ6 1997ខ្ញុំបានលើកច្រើនសារមកអាគឹមសុខក៏វានិយាយថាជារដ្ឋបហារបស់សម្ដេចតេជោហ៊ុនសែនទៅដើមដាច់ពីទ្រង់រានរឹតដែរប៉ុន្តែសួរបាយក្បាលអាគឹមសុខបានឃើញច្បាស់ទេសភាពការនឹងបានដឹងច្បាស់ទេរឿងរ៉ាវទាំងអស់ហ្នឹងហើយរឿងបោកគ្រាប់បែកនៅមុខរដ្ឋសភានោះមានប្រធានក្រុមសន្តិសុខរបស់អាសំរងស៊ីចេញមកទទួលសារភាពថាអាសំរងស៊ីនឹងអ្នកធ្វើអ្នកប្រឌិតរឿងឲ្យមានគ្រាប់បែកនឹងទៅរួចអាសំរងស៊ីនឹងជិះឡានមកពីណាមករត់លាក់ទៅនឹងបានអាអង្គរៈគេ4-10នាក់នឹងគេនាំទៅក្នុងវងអាដេញដែលប្រជាពលរដ្ឋដែលកំពុងតែត្រូវរបួសខ្លះស្លាប់ខ្លះហ្នឹងដែលនៅក្នុងនោះយកឈាម2នាក់ដែលត្រូវរបួសនឹងយកមកប្រឡាក់អាវអាសំរងស៊ីនឹងទៅទៀតអាសំរងស៊ីគ្មានត្រូវបាញ់គ្រាប់ស្អីវាទេហើយបើសិនណាជាគប់គ្រាប់បែកនេះប្រព្រឹត្តធ្វើដោយគណៈបកប្រជាជនឬក៏ដោយមេតបរបស់គណៈបកប្រជាជនបែកខ្វះអាសំរងស៊ីមិនបានរស់ទេមិនបានរស់មកដល់បច្ចុប្បន្ននេះដែរបើសិនណាជាមេតបគណៈបកប្រជាជនអ្នកធ្វើនៅពេលនោះបើគេធ្វើគេសំដៅទៅលើខ្មាំងហើយប៉ុន្តែនេះវាមិនមែនហើយដូចវាដើរស្រែកថ្ងៃប្រមាណនេះតុលាការទីក្រុងប៉ារីនឹងណែកាត់ទោសអាយដាមហ៊ីមិនហៀងនឹងអីណែលោកហ៊ុយពិសិដ្ឋកាត់ទោស8ក្បាលហើយសម្ដេចលោកបានប្រកាសមិនចាប់បញ្ជូនប្រជាជនខ្មែរទៅឲ្យបរទេសប្រដងទាទោសទេហើយរដ្ឋធម្មនុញ្ញកម្ពុជាក៏បាននិយាយដែរមិននិយាយទេប្រជាជនខ្មែរមិនដកសញ្ជាតិពីប្រជាជនខ្មែរទេអញ្ចឹងបានថាអាសំរងស៊ីអាកពុះក្បត់ជាតិនេះធ្វើនយោបាយអត់ចេះច្បាប់តាមធម្មតាយើងជាតំណាងរាស្ត្រយ៉ាងហោចយើងចេះច្បាប់ 80% ដែរបានយើងទៅអប់រំដឹកនាំប្រជាជននៅក្នុងដួលខ្លួនឯងបានដោះស្រាយរឿងរ៉ាវជូនបងប្អូនជាពលរដ្ឋនៅក្នុងដួលខ្លួនឯងបានអាសំរងស៊ីនេះទីមុំសុតនិយាយបានតែត្រឹមបំផ្លើសបំភ្លៃរឿងបាតកោ2013 2014គណៈបកប្រជាជនណាទៅស្លាប់សម្ដេចហ៊ុនសែនណាទៅស្លាប់ពួកបាតកោនឹងអស់រាប់រយនាក់អញសួរ8ក្បាលហើយមើល8ក្បាលហើយដឹកនាំធ្វើបាតកម្មហ្នឹងណាបើគុំតែមានការឆ្លៀសវៃទប់ស្កាត់បានដោយសម្ដេចតេជោហ៊ុនសែនម្លេះពួកឯងនេះងាប់មិនតិចទេប៉ុន្តែសម្ដេចតេជោហ៊ុនសែនលោកបានទប់ស្កាត់កុំឲ្យធ្វើកុំឲ្យប៉ះពាល់ពួកក្រុមបាតកោឯនេះទៅដុតឡានអាវុធហត្ថតតាំងជាមួយអាវុធហត្ថវាយអាវុធហត្ថក៏ភ្លើងនឹងដៃបើពេលនោះកុំតែមានបទបញ្ជាពីសម្ដេចតេជោហ៊ុនសែន
bay không ai bắt co ấy đi cùng tham mà rồi hãy tranh một thứ bắt cam nâng thà bay mơn nhá thì họ bờ sông này chia cùng miền hoặc mình chia bờ sông này mình ôi pra vụt to từ phụ bắt có để đất non đôi bay không ai xong nên si ấy nâng mì free chỉ một họ mua sọc mua thế ngọt rốt đây cọp lên đi anh bảo ấy thân ngài cũng lướt ông pi pa nhà này hơi ông pi rương tổng lắp sạc cam mà chuôn sức mà nu sạc cam chuôn sức mà nu sạc lắp nè khác tổng lại đây châu nó bàn tranh bọn chi ao từ sạc lắp nè khác viên ấy cả xa phò tăng ấy khác vô màu đã lừa tộc hãy ban ta trầm dây thì còn ở nước ấy cả xa phò tăng hãy on biết thì tổng lắp sạc cam mà chuôn preacher bại tham ấy vừa không biết đấy rương chôn một thi để quật tới slap đời xa rương tổng nó cả rosi prey thế thôi mà đã nạ rosi cái miền đồng quan cái cướp crom hay nạ rosi cái miền cái hào thà nè anh nhà ban cái cướp crom anh nhà ban bọc cọp mục robo rosi cái chẳng chôn một thi nó có tay chôn không à đây đồng bon robo ta cướp crom robo cái rosi preacher để bị ở nhà bán không hay luôn ai nâng say thơ luôn ai nâng đôi luôn ai nâng mê toạp khai đọc nhân cái ham pram mình prom sát đạp nghe rương chôn một thi đó nghe cái bàn ham ta cái bàn pram với ta cái thả ôi đó ôi từ vinh cùng chô không đồng bọn nâng đồng bọn cái ham con ôi cha xong rằng si vô rương nó vô màu tùng lạ lơ tùng nạch đi chôn xài là lấy dòng dòng slide và năng dân rương bị miết trái từ tiết dây pi rương lột mũi luôn luôn ai từng ao tóc đằng nào lắm rong sắp bong gì bố hai bị dây bạc ca ôi bong bồn bị chia bò rót nơi trọc mày nó ngợp lên bạn mau lên đau mỏng này lúc sau nó mua học sở quan nơi Canada đó chẳng mai sống dây thay sống lúc sống đó là bạc ca ôi bị chia chôn ngợp lên ba bao tao đau một ngày xong ní xong pia là chạy thô mà ban nó ở sân này chỉ chạy thô cho bạn lo xong cái mình đã bảo phía xa nâng thế chẳng nên xong nhà ở phía xong đây nâng tạo một quân phong sổ văn phong lưu xô ý là nè Canada nâng group sở lanh học sổ văn nó học sổ văn dây chân chạy ta group sở lanh cả đó xong ta na bị dây không biết sạch chạ không biết khăn tay không biết cắt ở nhu hay nâng mình xong tê hay là học sổ văn nâng viên dây nâng viên sạch chạ viên khăn tay viên cắt ở nhu Việt Nam không viên dây bằng piên dây phút của họ ôi cho Obama tha xong rằng si đó nghe vì ông một ban đất non và tây Campuchia về do xong học sở văn nông màu thua say đấy vì ban do màu thua ấy thế xong rằng si ní và cả lụa group tấm ô tăng pi ron tray ní tăng pi cho bài khai ní sao tập cả lụa do lối đã phải luôn ai nhất to su cho môi vía nào kiên chạm không nè đam tới học sở văn phong cùng prao phía xa nâng
លោកឯងជាសង្ឃលោកសង្ឃនឹងស្រួលអត់កាន់សិលទេបាននិយាយអញ្ចឹងហើយភ្ជាប់នឹងរឿងដែលមានសភាពការនៅប្រទេសហ្វីលីពីននេះដែលចាប់លោកដូចទៅអតីតប្រធានាធិបតីហ្វីលីពីនបាននេះដោយសារប្រទេសហ្វីលីពីននឹងវាបែកបាក់គ្នាហើយមកប្រៀបធៀបជាមួយនឹងកម្ពុជាអា8ក្បាលអាសំនឹងស៊ីកម្ពុជាតាំងពីឋានៈលើរហូតទៅដល់មូលដ្ឋានគឺសុទ្ធតែជាគណៈបកប្រជាជនទាំងអស់អត់មាន8ក្បាលគណៈបកឯងណាមកធ្វើជាមួយទេភ្លើងទៀនបាន4ជើងមកមេធ្វើមេឃុំនោះបាន4ជើងមកនោះប៉ុន្តែបើរើសមេឃុំលើក្រោយនោះប្រហែលជាដាច់មកលើគណៈបកប្រជាជនអស់ហើយបាន4ជើងមកដោយសារគណៈបកប្រជាជននឹងអាណិតទៅដែរទុកឲ្យមានខ្លាំងគេទៅចង់ដឹងមើលតើពួកអស់ហ្នឹងវាមានចំណេះវិជ្ជាបំរើប្រជាជនបានកំណត់ណាអញ្ចឹងបាច់ឲ្យទៅវិណាគូរូបថ្លឹបវិណាជាប់រឿងឧទទេជាមួយនឹងសម្ដេចតេជោហ៊ុនសែនទេអត់រួចទេណាអាក្បត់ជាតិអាកពូចក្បត់ជាតិសំនឹងស៊ីទៅអត់រួចទេតាំងពីសិស្សសាលានិស្សិតមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអ្នកណាមួយដែលមិនស្មោះស្ម័គ្រស្រឡាញ់សម្ដេចតេជោហ៊ុនសែនបើទុកណាជាមិនបាន 100% ក៏បានថា 85% ទៅចុះមួយចូលអា 15% នោះមកផ្ដួលសម្ដេចតេជោហ៊ុនសែនបានទេវាអត់បានទេបើក្នុងមកប្រទាយហ្នឹងក៏ភ្លើង100ដើមថាឲ្យពួកអាដេញតបសម្ដេចនឹង5 10ដើមនៅតបប្រើ85ដើមនឹងអា5 10ដើមនឹងដៃជាមួយអា85ដើមនឹងឆ្នះវិញវាទៅអត់រួចទេអញ្ចឹងបាយឯងយកមកប្រៀបផ្ទឹមរឿងអញ្ចឹងទេ3ក្បាលឯងហ្នឹងអស់ក្បាច់ហើយចលនាចុះចលនាឡើងចលនាផ្ការីកឥឡូវរីកហើយរីកលើ3ក្បាលឯងហ្នឹងហើយរីកហើយរីកតាំងពីមានបករហូតដល់លាយបករីកតាំងពីមានអ្នកគ្រប់គ្រងរាប់លានអ្នកឥឡូវហ្នឹងរកតែ50000នៅក្នុងប្រទេសហ្នឹងរកបានផងនៅសល់អាសកើចអាបង្អាកបាច់កពុកឥឡូវកំពុងទាស់គ្នាទាំងក្រៅប្រទេសទាំងក្នុងប្រទេសកំពុងទាស់គ្នាទៀតទាស់គ្នារឿងអីទាស់គ្នារឿងលុយអាសំនឹងស៊ីចង់និយាយអីតើមានលុយឲ្យវាបើនិយាយពីរឿងពុកលួយអាសំនឹងស៊ីយកលុយដែលខំប្រមូលលុយពីប្រជាពលរដ្ឋគ្រប់គ្រងឯងទៅបង្កើតទូលុយគេចិត្ត1លាននោះនៅណាអាសំនឹងស៊ីយកលុយសងគេវិញអាថោកទៀតខ្ញុំបាទសូមចេញមតិប៉ុណ្ណេះហើយសូមជូនមតិបន្តទៅលោកមនិតសូមអញ្ជើញលោកមនិតបាទសូមអរគុណមកឥឡូវយើងដល់ប្រធានបទទី2បងបានបកស្រាយពីមួយរឿងទៅមួយរឿងពីសំណេរដ៏គួរឲ្យអស់សំណើចរបស់សាមញ្ញស៊ីបងបកស្រាយអស់ហើយខ្ញុំសូមអរគុណពីព្រោះអ្វីដែលកើតមានឡើងនៅក្នុងសំណេរសាមញ្ញស៊ីបងនៅទីនោះផ្ទាល់សាក់សីរស់រួមចំណែកជាមួយគណៈបព្វជិជនជាមួយសម្ដេចតេជោការពារប្រទេសការពារទឹកដីរបស់យើងពីវាពិឃាតចេញមកហើយខ្ញុំអស់សំណើចនៅលើរឿងស៊ីពេរបស់អ្នកក្បត់ជាតិ3ចំនួននេះដដែលឃើញគេធ្វើអីនៅកន្លែងណាគឺ
លើកដៃលើកជើងសែនព្រេននឹកថាស្រុកយើងនឹងទៅដូចក្នុងឯងបកមកពីរឿងថាដូចតទេណាគឺយើងខ្ញុំនិយាយពីបញ្ហាក្នុងស្រុកមួយសិនណាអានឹងរឿងរបស់គេទេប្រជាជនរបស់គេធ្វើអីធ្វើទៅប៉ុន្តែវាធ្លាយមកដល់យើងដែរពីព្រោះខ្ញុំឮសូរដូចបងសំបានជួយរំលឹកសម្ដេចតេជោផ្ទាល់លោកមានប្រសាសន៍ថាមិនបញ្ជូនកូនចៅខ្លួនឯងឲ្យទៅអ្នកណាកាត់ទោសទេពីព្រោះយើងដូចបាត់បូរណភាពបាត់ឯករាជ្យភាពរបស់យើងទុកឲ្យគេចាត់ចែងវាសនាយើងជំនួសយើងบอกមកវិញរឿងខ្មែរក្រហមទៀតសោតក៏ដូចគ្នាគឺប៉ះពាល់ទៅដល់ពិភពលោកដែលមហាអំណាចទាំង5ចូលទៅជួយយើងហើយដល់ទីបំផុតសម្ដេចតេជោរដែលបើសិនជាអត់គិតពីសុខសន្តិភាពរបស់យើងទេបណ្ដោយឲ្យគេកាត់ក្តីខ្មែរក្រហមនៅក្រៅប្រទេសអញ្ចឹងហើយបានសម្ដេចតេជោលោកថាសុខចិត្តឲ្យតុលាការកូនកាត់នោះបរាជ័យលោកមិនចង់ឲ្យប្រទេសរបស់លោកបកទៅរកសង្គ្រាមវិញនេះគឺដែលហ្វីលីពីនខ្ញុំមិនតិទៀនគេទេគេធ្វើអីធ្វើទៅប៉ុន្តែចំពោះខ្លួនយើងផ្ទាល់ការពិសោធន៍នោះគឺដូច្នោះឯងបើមិនដោយបូរណភាពប្រជាប្រទេសរបស់យើងឲ្យគេចាត់ចែងវាសនាឲ្យគឺយើងអត់ទាន់ដឹងថាតើហ្វីលីពីនទៅណាទេពីព្រោះដូចទៅទេបើគាត់ធ្វើតើមានអ្នកណាខ្លះស្រឡាញ់គាត់តាមខ្ញុំដឹងនៅពេលដែលគាត់ប្រព្រឹត្តនៅអ្វីដែលអនុញ្ញាតឲ្យប្រទេសគាត់ថាដកខ្លួនចេញពីគ្រឿងញៀនគ្រឿងអីនោះមនុស្សចង់90%គ្រប់គ្រងអ្វីដែលដូចទៅតែធ្វើប៉ុន្តែនេះគឺប៉ះពាល់ទៅដល់ថាពិភពលោកគេមិនចូលចិត្ត ICC គេមិនចូលចិត្តចាប់ទៅប៉ុន្តែបើសិនជាមកកុសនោះធ្វើណាចាំមើលតើបានផលទៅជាស្អីពីព្រោះអ្វីដែលដូចទៅតែធ្វើគឺដើម្បីស្រុកជាតិរបស់គាត់ហើយបើថាប៉ះពាល់ដល់អន្តរជាតិតើមកកុសនោះធ្វើទៅបានផលយ៉ាងណាអាហ្នឹងយើងទុកឲ្យគេសម្រេចចិត្តរឿងគេទៅដូចយើងអ៊ុយក្រែនគេធ្វើទៅរឿងរបស់គេទេប៉ុន្តែយើងគ្រាន់តែមើលពីចម្ងាយយើងមានការស្ដាយចំណោះហើយបើប្រៀបផ្ទឹមនឹងអ្វីដែលកើតនៅស្រុកយើងច្បាស់លាស់គឺតុលាការខ្មែរក្រហមតុលាការកូនកាត់ដែលសម្ដេចហ៊ុនសែនខ្លួនលោកថាបើសិនជាបណ្ដោយឲ្យគេធ្វើយើងបកទៅរកសង្គ្រាមវិញយើងគិតមើលអមថាកាត់ក្តីខ្មែរក្រហមទាំងអស់ទាំងស្រុកទាំងតូចទាំងតាទាំងធំយើងមិនផ្ទុះសង្គ្រាមឡើងវិញហើយនេះគឺដើម្បីសេចក្តីសុខផ្ទាល់របស់យើងហើយសំរងស៊ីអត់ដឹងរឿងនេះទេគឺស៊ីប៉ែដោយអត់ដឹងថាតើផលបានទៅទីណាឲ្យតែឃើញគេជាប់ទោសដូច្នោះឃើញគេធ្វើបាតកម្មដូចនេះឃើញ The Goal ធ្វើថាមានទៅជួយដើម្បីដេញអាឡម៉ង់ចេញហើយចង់ឲ្យគេធ្វើដូច The Goal ដូចមកជួយខ្លួនឯងដូច The Goal ដូចខ្ញុំនិយាយលេខមុនអញ្ចឹងថាដើរទៅជួបប្រធានាធិបតីគ្រប់ទីកន្លែងទាំងអស់ជួយខ្ញុំផងដូចប្រទេសខ្ញុំកំពុងតែបើនឹកថាឲ្យគេទៅជួយរំដោះដូចការគេទៅរំដោះ De Gaulle ចេញពីកណ្ដាប់ដៃអាឡម៉ង់ឥឡូវបើសិនជាបកមករឿងពិភពលោកវិញទៀតដែលអ្នកក្បត់ជាតិ3ចំនួននោះយល់សពស្រមើស្រមៃរវើរវាយដោយអត់ស្គាល់ប្រវត្តិសាស្ត្រខ្ញុំនិយាយមិញពី De Gaulle ពីបារាំងដែលអាឡម៉ង់គេរាតត្បាតឥឡូវជាប់នៅអាឡម៉ង់គេរាតត្បាតបារាំងហើយអាឡម៉ង់ខ្លួនឯងអ៊ីតាលីពីអង់គ្លេស Hitler សម្រាប់ Swift 1លានអ្នក6លានអ្នកណាហើយអ្នកណាទៅជួយរំដោះឲ្យអាឡម៉ង់នោះឈប់សម្រាប់ Swift ពិភពលោកទាំងមូលអឺរ៉ុបអាមេរិកកាំងពិភពលោកទាំងមូលគេហៅសង្គ្រាមលោកលើកទី2រំដោះ Swift ចេញពីកណ្ដាប់ដៃអ្នកធ្វើពិឃាតអ្នកធ្វើ genocide នោះគឺខ្មែរក្រហមគឺអត់មានខុសគ្នានឹងអ្វីដែលអ៊ីតាលីបានសម្លាប់ Swift ទេប្រជាជាតិខ្លួនឯងពីព្រោះ Swift នៅក្នុងដីអ៊ីតាលីដែរប៉ុន្តែវាពាក់ទងទៅណាឆ្ងាយទៀតប៉ុន្តែអ្វីដែលខ្មែរក្រហមបានធ្វើគឺដូចគ្នាដូច្នោះគឺដូចគ្នាអ៊ីតាលីបានសម្លាប់មនុស្សជាតិគេហៅថាដែលសំរងស៊ីកំពុងតែយល់សពនេះដែលផ្ទុយស្រឡះតើអ្នកណាដែលជួយដកខ្លួនកុំឲ្យគេសម្លាប់មនុស្សជាតិនៅកម្ពុជាយើងដែលចូលសែនកាលអ៊ីតាលីសម្លាប់ Swift គឺមួយពិភពលោកទៅជួយរំដោះ Swift នៅពេលខ្មែរក្រហមសម្រាប់ខ្មែរខ្លួនឯងជិត3លានអ្នកណាទៅជួយមានតែដែលចូលសែនទេឥឡូវចោទជាសំណួរថាយល់សពដូចគេធ្វើដូចទៅទេថាឲ្យ ICC ទៅចាប់
បងបាននិយាយអស់ហើយគឺល្ងងខ្លៅដោយកូនក្មេងបៀមដៃការប្រៀបធៀបដែលខ្ញុំកំពុងនិយាយនេះគឺខុសគ្នាមិនច្រាស់ពីដីទៅលើមេឃពីព្រោះសូម្បីប្រៀបផ្ទឹមទៅដូចតទេក៏ដោយក៏យើងអត់ទាន់បានដឹងថាការចាប់ខ្លួនដូចតទេដែលមកកុសខ្លួនឯងមិនដោយឲ្យគេចាប់នោះតើបានផលទៅយ៉ាងណាអាក្រក់សង្គ្រាមស៊ីវិលឬមួយពីព្រោះមនុស្សមិនតិចតួចទេដែលស្រឡាញ់ដូចតទេតើបើគេចូលចិត្តថាកាន់កាប់អំណាចរបស់គេធ្វើអីបញ្ច្រាស់នឹងការចង់បានរបស់គេឲ្យ ICC គេសម្រេចចិត្តសម្រេចទៅមានជំនួយពីបរទេសគឺអត់មានខុសគ្នាពីអ៊ុយក្រែនដែលថាអូធ្វើទៅខ្ញុំមានអឺរ៉ុបចាំជួយខ្ញុំប៉ុន្តែឲ្យឆេះទៅជាផេះហើយដូចទៅទេអាចទៅដល់កន្លែងនោះដែរពីព្រោះតែអ្នកណាខ្លះដែលស្រឡាញ់ដូចទៅទេមិនមែន ICC ស្រឡាញ់ហ្វីលីពីនជាងប្រទេសហ្វីលីពីនខ្លួនឯងប្រជាជនហ្វីលីពីនខ្លួនឯងកាន់កាប់វាសនាដោយខ្លួនឯងមិនមែន ICC នេះបើថាប្រទេសមួយឆ្លោះគ្នានឹងប្រទេសមួយអាហ្នឹងបាទយើងដូចបងមានប្រសាសន៍រំលឹកពីការឆ្លោះប្អូនក្មួយពីជ័យក៏រំលឹកដែរយើងឆ្លោះព្រះវិហារយើងច្បាំងសិនយើងទប់ទល់សិនបានយើងរត់ទៅ ICC យើងទៅឡាអេដើម្បីឲ្យគេជួយយើងកាត់ក្តីទៅតាមប៉ុន្តែយើងធ្វើដើម្បីសេចក្តីសុខខ្លួនយើងសិនហើយនេះរឿងរបស់គេនៅហ្វីលីពីនគេធ្វើបើចំពោះខ្ញុំវិញគឺបាត់ប្រយោជន៍របស់ខ្លួនឯងហើយដល់ខុសគ្នាប្រៀបផ្ទឹមជាមួយសម្ដេចតេជោដែលខ្ញុំបានរំលឹកអំបញ្ញមិញនេះបើមិនដោយឲ្យគេកាត់ក្តីខ្មែរក្រហមគឺយើងបកទៅរកសង្គ្រាមស៊ីវិលវិញហើយបើប្រៀបផ្ទឹមទៅនឹងអន្តរជាតិតើអ្នកណាជួយរំដោះមនុស្សចេញពី genocide ពីការសម្លាប់ធ្វើឃាតដោយអ៊ីតលីសម្លាប់ស្វីសដោយប៉ុលពតសម្លាប់ខ្មែរយើងអ្នកណាជួយតេជោសែនហើយបានជំនួយពីវៀតណាមមកបើអ៊ីតលីសម្រាប់ស្វីសវិញមួយពិភពលោកទៅជួយតើវាខុសគ្នាប៉ុន្មានតែគុណសម្បត្តិដែលមនុស្សជាតិគួរទទួលស្គាល់តែគេទទួលស្គាល់ពិភពលោកបាទទទួលស្គាល់ពិភពលោកអាមេរិកបារាំងកាណាដាទៅជួយទម្លាក់ជប៉ុនហើយនឹងអាល្លឺម៉ង់ដែលចង់ធ្វើម្ចាស់ពិភពលោកហើយអាល្លឺម៉ង់ផ្ទាល់អ៊ីតាលីដែលសម្រាប់ស្វីសគឺពិភពលោកទាំងមូលនៅកន្លែងយើងដែលចូលសែនគណៈបព្វជិជនប៉ុន្មានចាស់នោះចេញពីព្រៃមកជំនួយដែលបានគេចោទទៅទៀតវៀតណាមនោះដែលយើងនាំគ្នាថាបើបកទៅរកប្រវត្តិសាស្ត្រវិញឥតមានវៀតណាមមកជួយទេខ្ញុំមិនបានមកអង្គុយនៅទីនេះទេបងក៏អត់បានចេញមកដល់ទីនេះដែរមួយវិជ័យមិនដឹងនៅទីណាទេពីព្រោះយើងអត់បាយក្រហាយទឹកហើយក្រហែខ្មែរក្រហមបន្តសម្រាប់យើងដូចអ៊ីតាលីសម្រាប់ស្វីសដូច្នោះឯងពិភពលោកជួយបញ្ចប់អ៊ីតាលីកុំឲ្យបន្តសម្រាប់ស្វីសតទៀតដែលចូលសែននិងវៀតណាមជួយយើងឲ្យបញ្ចប់នៅការធ្វើឃាតដោយប្រឆាំងនឹងមនុស្សជាតិពីសំណាក់ប៉ុលពតនិងបរិវារម្ល៉េះហើយតើរាំងស៊ីនឹកឃើញហើយនិយាយលេងសើចនេះយល់ច្បាស់ពីប្រវត្តិសាស្ត្រយល់ច្បាស់ពីច្បាប់នៃការរស់នៅឬអត់ខ្លួនឯងនៅស្រុកបារាំងអត់ស្គាល់ទេឈ្មោះ Bernard Kouchner ដែលខ្លួនឯងនៅស្រុកបារាំងហ្នឹងវាអត់ស្គាល់ទេហើយបើស្គាល់ក៏ចំណេះចេះដឹងក៏អត់ដល់ដែរពីព្រោះឆ្លោះតាំងពីជាមួយម៉ាក្រុងឡើងហើយអត់ស្គាល់តា Kouchner នេះជាបារាំងគាត់ទៅធ្វើការនៅកូសូវូគាត់សុំច្បាប់អន្តរជាតិគេហៅថា droit d'ingérence មានន័យថាសុំច្បាប់ទៅជ្រៀតជ្រែកនៅប្រទេសមួយដែលប្រទេសនោះកំពុងតែសម្លាប់សញ្ជាតិឯងសម្លាប់ប្រជាជនឯងដោយខ្មែរក្រហមសម្លាប់ប៉ុលពតសម្លាប់យើងហើយដូចសាដាមហ៊ូសិនដែលបានសម្លាប់ប្រជាជនគ្រប់នៅក្នុងរបបរបស់គាត់ប៉ុន្តែគាត់នឹកថាមិនមែនជាប្រជាជនគាត់ទេគាត់សម្លាប់ដោយយកអាមស៊ីមិចទៅទម្លាក់សម្លាប់អស់រាប់ពាន់នាក់ដែលត្រង់នោះហើយដែលBush ណាសហរដ្ឋអាមេរិកធ្វើចូលទៅជួយនោះជួយមុនដំបូងបន្ទាប់ពីសាដាមហ៊ូសិនបានរាតត្បាតកូវីដហើយកូវីដហ្នឹងបានបន្តមកទៀតសាដាមហ៊ូសិនសម្លាប់ប្រជាជនខ្លួនឯងនៅក្នុងរបបនោះហើយដែលគេហៅថា droit d'ingérence ដែល Bernard Kouchner ថាបើសិនជាគេសម្លាប់របៀបនេះយើងទោះប្រទេសហ្នឹងមិនមែនជាប្រទេសយើងក៏ដោយដែលថាយើងគោរពគ្នាទៅវិញទៅមកក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិប៉ុន្តែយើងមិនអាចបិទភ្នែកមើលនៅប្រធានាធិបតីមួយប្រទេសមួយដែលកំពុងតែសម្លាប់ជាតិឯងនោះយើងត្រូវតែមានច្បាប់ទៅចូលជួយអ្នករងគ្រោះនោះដែលចូលសែនទៅចូលជួយយើងបន្ទាប់ពីខ្មែរក្រហមប៉ុលពតសម្លាប់យើងអស់រាប់លានអ្នកដូចអ៊ីតាលីដែលសម្លាប់ស្វីសរាប់លានអ្នកដូច្នោះដែរនេះហើយសាមរង្ស៊ីឲ្យ
ឲ្យទៀតទឹមឲ្យបងប្អូនដទៃទៀតដែលកំពុងស្ដាប់ហើយអ្នកច្បាប់អ្នកអីទាំងប្រមាណអង្គុយស្ដាប់ថាតើតេជោសែនមានគុណសម្បត្តិយ៉ាងណាដែលតែខ្លួនឯងសុទ្ធទៅដកខ្លួនកុំឲ្យប៉ុលពតបន្តសម្រាប់រដ្ឋមានអ្នកដែលជីវិតមានពិភពលោកទាំងមូលទៅជួយទប់ដើម្បីកុំឲ្យបន្តសម្រាប់ហ៊ីតឡែរសម្រាប់ជីវិតតទៅទៀតម្ល៉េះហើយនេះគឺជាភាពខុសគ្នាដែលសំរងស៊ីអត់យល់ទេហើយសូមឲ្យសាស្ត្រាចារ្យច្បាប់ពេញពិភពលោកមកសិក្សានៅត្រង់នេះតើគុណសម្បត្តិរបស់តេជោសែនប្រៀបផ្ទឹមនឹងពិភពលោកទាំងមូលទៅទប់មិនឲ្យហ៊ីតឡែរសម្រាប់ជីវិតនោះតើតេជោសែនទប់ប៉ុលពតមិនឲ្យសម្រាប់នោះដូចគ្នាឬអត់ហើយអ្វីៗដែលបងបានបកស្រាយអំបញ្ញមិញនេះគ្រប់គ្រាន់ដែលថាគឺជាការបន្តទប់ទល់កុំឲ្យខ្មែរក្រហមមកវិញទសវត្សរ៍80ក5 1997សំរងស៊ីអ្នកបង្កើតទាំងអស់គឺខ្លួនឯងនោះហើយជាអ្នកបង្កើតខ្ញុំសូមចប់នៅកន្លែងនេះមួយហើយខ្ញុំសូមបន្តទៀតមុននឹងឲ្យទៅក្មួយពីជ័យខ្ញុំបានស្ដាប់អ្វីដែលសម្ដេចតេជោបានមានប្រសាសន៍ឲ្យគួរឲ្យអស់សំណើចទាំងបងទាំងខ្ញុំក៏អស់សំណើចដែរដែលមកសុំសហរដ្ឋអាមេរិកឲ្យជួយធ្វើទុកបុកម្នេញយើងនៅពេលដែលខ្លួនឯងជាច្រាស់ឆ្អែតទៅប្រធានាធិបតីដូណាល់ត្រុំនៅស្រុកបារាំងក៏ជាច្រាស់ឆ្អែតទៅដល់ម៉ាក្រុងតែមនុស្សនេះជាអ្នកធ្វើនយោបាយរបៀបណានៅបារាំងឆ្លោះជាមួយប្រធានាធិបតីបារាំងនៅសហរដ្ឋអាមេរិកឆ្លោះជាមួយជាច្រាស់ឆ្អែតប្រធានាធិបតីដូណាល់ត្រុំហើយមកសុំគេឲ្យទៅធ្វើទុកទោសខ្មែរបកមកលេខនៅរឿងដែលមនុស្សក្បត់ជាតិ3ចំនួននេះហើយអត់ដឹងខ្យល់អីនេះអនុវត្តដោយគ្មានការខ្មាស់អៀនហើយអត់ស្គាល់លេខសូមឲ្យសាស្ត្រាចារ្យពេញពិភពលោកទាំងខ្មែរទាំងបារាំងទាំងអាមេរិកមកសិក្សាលេខជាមួយខ្ញុំនេះតើមនុស្សនេះប្រៀបផ្ទឹមទៅនឹងសម្ដេចតេជោហ៊ុនសែនដែលខ្លួនឯងកំពុងតែរងរឿងនោះតើវាខុសគ្នាយ៉ាងម៉េចកម្ពុជាយើងមានមនុស្ស17-18លាននាក់ទេបោះឆ្នោត8លាននាក់ហើយចង់ 90% ដែលឲ្យសម្លេងទៅគណៈបព្វជិជនបើខុសទោះយ៉ាងណាក៏នៅត្រឹម7-8លាននាក់ដែរសំរងស៊ីថាម៉ាក្រុងខុសអន់ខ្លួនឯងចេះពូកែប៉ុន្តែក្បត់ប្រជាជនបារាំងយ៉ាងណា18លាននាក់ជិត19លាននាក់ដែលគេស្រឡាញ់ម៉ាក្រុងមានន័យថាសំរងស៊ីមើលងាយប្រជាជនបារាំង19លាននាក់ដែលថាខ្លួនឯងដាក់ទាំង19លាននាក់នោះភ្លើល្ងើអត់យល់ដោយខ្លួនឯងសំរងស៊ីទេការពិតគឺ19លាននាក់ដែលគេគ្រប់គ្រងលោកម៉ាក្រុងឲ្យទៅជាប្រធានាធិបតីនៅពេលដែលរងស៊ីស្អប់លោកម៉ាក្រុងហើយយល់ថាខ្លួនឯងត្រូវបកមកសហរដ្ឋអាមេរិកដែលសម្ដេចតេជោលោកអស់សំណើចថាអាចធ្វើទៅអញ្ចឹងកើតទាំងយើងទាំងខ្ញុំទាំងគេជាចាស់ទៅដល់ដូណាល់ត្រុំថាភ្លើណាស់មើលងាយអ្នកបកឆ្នោតនៅសហរដ្ឋអាមេរិកនេះល្ងងណាស់សម្បត្តិលៀនណាស់ឲ្យដូណាល់ត្រុំបោកប្រាស់គឺធោកុហកទាំងអស់ប្រហែលលានអ្នក77លានអ្នកដែលឲ្យសម្លេងទៅប្រធានាធិបតីដូណាល់ត្រុំមានន័យថាសំរងស៊ីមើលងាយបារាំងចំនួន19លានអ្នកមើលងាយប្រជាជនអាមេរិក78លានអ្នកដែលថាខ្លួនឯងយល់ល្អត្រូវថាប្រធានាធិបតីអាមេរិកអាក្រក់ធោបោកប្រាស់ធ្វើនេះធ្វើនោះតើរងស៊ីនៅទីណាបើសិនជាថាម៉ាក្រុងខុសថាដូណាល់ត្រុំខុសនៅលើមនុស្ស19លានអ្នកស្រុកបារាំង78លានអ្នកនៅសហរដ្ឋអាមេរិកតើប៉ុន្មានលានអ្នកនៅស្រុកខ្មែររងស៊ីថាត្រូវឬអត់ឃើញទេខ្ញុំចោទជាសំណួរឲ្យសាស្ត្រាចារ្យទាំងអស់យកចំនួននេះទៅបកស្រាយថាមនុស្សសំរងស៊ីជាមនុស្សប្រភេទណាចំណេះចេះដឹងយ៉ាងណាមើលងាយខ្មែរតែ7-8លានអ្នកនោះទេដែលបោះឆ្នោតជូនគណៈបព្វជិជនប៉ុន្តែនៅស្រុកបារាំង19លានអ្នកនៅសហរដ្ឋអាមេរិក78លានអ្នកដែលសំរងស៊ីមើលងាយថាចេះមិនដល់ខ្លួនឯងថាប្រធានាធិបតីនៅស្រុកបារាំងអាក្រក់អត់ត្រឹមត្រូវថាប្រធានាធិបតីនៅសហរដ្ឋអាមេរិកអាក្រក់អត់ត្រឹមត្រូវធ្វើប្រជាពិធដ្ឋគ្មានចេះដឹងអីទេអ្នកបោះឆ្នោតឲ្យទាំងអស់នោះបើសិនជាគិតបន្តិចអត់បោះឆ្នោតឲ្យដូណាល់ត្រុំទេគឺមើលងាយអ្នកឲ្យសម្លេងឆ្នោតទៅលោកដូណាល់ត្រុំចំនួន77លាន284,118នាក់សូមឲ្យសាស្ត្រាចារ្យទាំងអស់ហើយអ្នកដែល
គាំទ្រលោកសាមញ្ញស៊ីវិនិច្ឆ័យថាតើមនុស្សនេះចំណេះចេះដឹងនៅទីណាហើយប្រៀបផ្ទឹមទៅជាមួយដែលចូលស្អែកដែលខ្ញុំនិយាយឲ្យមិញនេះស្រោចស្រង់ការកាប់ចម្លាប់ពីប៉ុលពតដែលមានតែដែលចូលស្អែកនឹងបងប្អូននឹងព្រឹទ្ធាចារ្យប្រមាណអ្នកដែលចេញពីព្រៃមកជាមួយគ្នានោះជួយដោយប្រទេសវៀតណាមបានដកស្រង់ខ្លួនឲ្យចេញផុតពី genocide ពីការកាប់ចម្លាប់ដែលអ្វីដែលកើតមានឡើងនៅប្រទេសអាល្លឺម៉ង់គឺពិភពលោកទាំងមូលបានចូលទៅជួយដើម្បីឲ្យអ៊ីតាលីឈប់សម្លាប់ស្វីសតើដែលចូលសែនដូចរ៉ាំងស៊ីដែលកំពុងសបាយសើចល្ងើអត់ដឹងអីហ្នឹងឲ្យព្រៀបផ្ទឹមទៅជាមួយលោកឌុយតេដែលថាដែលខ្ញុំបាននិយាយឡើងមិញនេះថាតើកំហុសឬក៏ចំណេញបែបណាដែលលោកម៉ាកូសប្រធានាធិបតីហ្វីលីពីននោះអនុញ្ញាតឲ្យ ICC ទៅចាប់លោកឌុយតេតើជាភាពចំណេញមួយឬមួយក៏មានហេតុផលអីអាក្រក់នឹងកើតឡើងយើងចាំមើលខ្ញុំនឹកថាមិនល្អប៉ុន្មានទេយើងដូចលក់បូរណភាពដែនដីរបស់យើងដូចយើងលក់អធិបតេយ្យភាពរបស់យើងទុកឲ្យប្រទេសមួយទៀតគេមកកាត់ក្តីឲ្យយើងហើយទោះយើងធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលយ៉ាងណាក៏ដោយយើងស្រឡាញ់អំណាចយើងចង់សងសឹកគ្នាទៅវិញទៅមកឲ្យគេធ្វើជំនួសយើងដូចសម្ដេចហ៊ុនសែនបានគិតនាងមិនឲ្យអ្នកឯងកាត់ក្តីខ្មែរក្រហមទេបើសិនជាអ្នកឯងកាត់ក្តីខ្មែរក្រហមយើងបកទៅរកសង្គ្រាមស៊ីវិលឡើងវិញពីព្រោះតាំងពីតូចតាំងពីមេឃុំមេសង្កាត់មេណាក៏ដោយសិតតែខ្មែរក្រហមចាស់បើចាប់ខ្មែរក្រហមទាំងអស់នោះយកទៅដាក់គុកតើស្រុកយើងទៅជាស្អីគឺយើងច្បាំងគ្នាឡើងវិញនេះហើយជានយោបាយឈ្នះគឺជាកតេធម៌ដែលបង្កើតឡើងដោយក្មេងវត្តរៀននៅវត្តមុននឹងបានคลายខ្លួនទៅជានាយករដ្ឋមន្ត្រីឥឡូវនេះជាឪពុកនាយករដ្ឋមន្ត្រីខ្ញុំសូមបកជូនទៅបងវិញហើយសូមទោស20នៅសល់ម៉ោងទៀតលោកក្មួយពិជ័យអាចបន្តថែមម្នាក់និយាយច្រើនហ្នឹងថ្ងៃនេះនិយាយល្អមកបានវិចិត្រប្រទេសច្រើនតាក់ទងនឹងស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នបាទដែលមើលទៅវាស្ថានភាពខ្លះវាមានការពាន់ច្រឡំទៅលើប្រជាពលរដ្ឋខ្មែរមួយចំនួនតូចដែលគាត់រៀនមិនបានខ្ពង់ខ្ពស់គាត់ឮសូរតែពាក្យខានបងគាត់មានអារម្មណ៍ភ័យខ្លាចហើយមួយទៀតភាគច្រើនគាត់មានគេហៅថាពីតូចដល់ធំឬសូតែសៀមឆ្លៀនពៀនណាវៀតណាមឆ្លៀនពៀនធ្វើឲ្យអារម្មណ៍គាត់ដក់ជាប់នៅអារម្មណ៍មួយខ្លាចបាត់បង់ទឹកដីរហូតដល់តែបាត់បង់នៅសតិសម្បញ្ញៈក្នុងការពិចារណារោគឬគល់នៃការបាត់បង់តើបាត់បង់អីខ្លះនៅពេលបច្ចុប្បន្ននេះឬសូតែគេនិយាយខាងនេះក៏បាត់និយាយខាងនោះក៏បាត់ប៉ុន្តែធៀបពិតគាត់អត់បានតាមដានរឿងហ្នឹងថាស៊ីចម្រោតទៅដល់ណាបាត់បង់ដូចអ្វីដែលគេនិយាយអត់ណាហើយប្រទេសផែនទីប្រទេសកម្ពុជារួមទូចនៅសល់ប៉ុណ្ណាលើសពីអ្វីដែលបារាំងមិនសល់ទុកអត់គឺគាត់អត់មានលទ្ធភាពឬមួយក៏ថាមិនមែនថាវាតម្លៃគាត់ទេថាគាត់នឹងល្ងងខ្លៅអត់ចេះអីទេប៉ុន្តែអ្វីដែលមើលឃើញទៅគឺពួកគាត់ជឿគេដោយគ្មានមូលដ្ឋាននៃការស្វែងរកព័ត៌មានពិតនេះជារឿងបញ្ហារបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលនៅសេសសល់ដែលនៅខំការពារទឹកដីខ្លួនឯងទាំងដែលខ្លួនឯងមិនអាចរកព័ត៌មានជាក់លាក់ណាមួយដើម្បីជាគ្រឹះក្នុងការពិចារណាតែប៉ុណ្ណោះបាទហើយសូមតតាក់ទងនឹងប្រធានបទរបស់ក្រុមខ្មែរធ្វើបាននៅក្នុងថ្ងៃនេះដែរហើយសូមបន្តពីលោកប្រតិចារនិងលោកពូប្រធានក្រុមដែរខ្ញុំមើលឃើញនយោបាយរបស់សំរងស៊ីគឺជានយោបាយមួយដែលគ្មានទិសដែលមិនស្គាល់ទិសតំបន់តែមិនមានគោលដៅច្បាស់លាស់មិនខុសពីពួកដែលគេហៅថាចៅទូកកណ្ដាលមហាសមុទ្រមើលតែព្រះអាទិត្យបាទមើលតែព្រះអាទិត្យទេសប្តាហ៍នេះព្រះអាទិត្យរះទៅទិសខាងកើតខំចែវទូកទៅទិសខាងកើតតលតែព្រះអាទិត្យរះមកដល់ថ្ងៃត្រង់មិនដឹងទៅណាក៏នៅថេងធំកណ្ដាលមហាសមុទ្រព្រះអាទិត្យលិចនៅទិសខាងលិចឃើញព្រះអាទិត្យនៅទិសខាងលិចខំចែវទូកទៅតាមព្រះអាទិត្យនៅទិសខាងលិចបាទអញ្ចឹងនយោបាយសំរងស៊ីរាល់ថ្ងៃគឺអញ្ចឹងតាមតែកន្ទុយក្បិនរាជរដ្ឋាភិបាលរឿងអ្វីដែលតាក់ទងនឹងកើតឡើងក្នុងប្រទេសកម្ពុជាគឺលើករឿងនឹងយកមកធ្វើជានយោបាយរបស់ខ្លួនបាទអត់មានគ្រឹះទេអត់មានគ្រឹះនយោបាយខ្លួនឯងដែលបង្កើតមកដើម្បីជាការធ្វើឲ្យរីកចម្រើនដល់ប្រទេសជាតិគាត់មានទេ
តោងតែកន្ទុយក្បិននយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាមានព្រឹត្តិការណ៍អន្តរជាតិខំតាំងខ្លួនឯងនឹងយកទៅភ្ជាប់នឹងព្រឹត្តិការណ៍អន្តរជាតិតែលទ្ធផលនៃការភ្ជាប់របស់ខ្លួនពួកកូនចៅបរិវារណាតែខំស្រែកលោអត់ដែរហ៊ានប្រតិកម្មជាមួយលោកប្រធានទេបាទព្រោះលោកប្រធានសំរងស៊ីតែទៅយកខ្លួនទៅភ្ជាប់ជាមួយអ្នកនេះណាជាមួយអង្គសានស៊ូជីណាជាមួយនាយករដ្ឋមន្ត្រីដូចជារដ្ឋមន្ត្រីម៉ាឡេស៊ីអ៊ីប្រាហ៊ីមបាទទៅភ្ជាប់គ្នាជាមួយនឹងគណៈបក Move Forward បាទតែលទ្ធផលនៃការភ្ជាប់ខ្លួននោះគឺតែងតែបរាជ័យណាជួបជាមួយភ្ជាប់ពេលដែលអង្គសានស៊ូជីឈ្នះគេថាគង់តែមានកាយកម្ពុជានឹងទទួលបានលទ្ធផលដោយប្រទេសភូមាពេលដែលអង្គសានស៊ូជីឈ្នះហើយគាត់គ្រប់គ្រងប្រទេសគាត់ធ្វើការងារអីកើតណាបែរជាបរាជ័យក្នុងការងារគេដកនៅពាន Nobel សន្តិភាពចេញទៀតបាទសំរងស៊ីបាត់មាត់ជ្រាបអត់ហ៊ានមាត់បាទធ្លាប់ខ្លួនជាមួយនឹងអ៊ីប្រាហ៊ីមគិតថាខ្លួនឯងជាគណៈបកប្រឆាំងមួយក្នុងកម្ពុជាដែរឃើញអ៊ីប្រាហ៊ីមជាគណៈបកណាម៉ាឡេស៊ីដែលជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីស្រាប់តែនាយករដ្ឋមន្ត្រីអ៊ីប្រាហ៊ីមចេញច្បាប់មួយគឺហាមឲ្យសំរងស៊ីធ្វើនយោបាយប្រឆាំងនៅប្រទេសកម្ពុជាក្នុងទឹកដីម៉ាឡេស៊ីខកចិត្តទៀតសួរថាបរិវារហ្នឹងវាហ៊ានលើកមកនិយាយអត់ហ៊ានទេសិតតែតំបៅខ្នងណាបកតែកតុយហ្នឹងបាត់មាត់ជ្រាបសួរថាពួកឯងជាបរិវារហ្នឹងមានស្អីជាឆន្ទៈស្នេហាជាតិគឺអត់មានទេអានេះធ្វើនយោបាយដើម្បីតែជាក្រុមទេបើនិយាយរឿងតម្កល់ផលប្រយោជន៍ជាតិធំគឺអត់មានទេបាទព្រោះតំបៅហ្នឹងវាចេះតែធំទៅឃើញគណៈបក Move Forward ថៃណាជាប់ឆ្នោតសិតតែប្រកាសថាតិចទៀតទៅគាត់នឹងធ្វើនយោបាយផ្ទុះចេញពីខាងថៃមកវិញដោយសារ Move Forward ហ្នឹងប្រជាធិបតេយ្យស្រាប់តែប្រធានគណៈបកនោះប្រទេសថៃចាប់រំលាយសិទ្ធិបោះឆ្នោតចោលស្ងាត់មាត់ជ្រាបបាទស្ងាត់មាត់ជ្រាបទៀតភាពបរាជ័យរបស់សំរងស៊ីដែលសារភ្ជាប់ខ្លួនឯងទៅជាមួយនឹងអ្នកនយោបាយក្នុងតំបន់អាស៊ីមិនដែលលើកណាបានជោគជ័យទេព្រោះមិនយល់ពីភូមិសាស្ត្រនយោបាយនៃប្រទេសរបស់គេបាទជាមនុស្សល្ងងខ្លៅដែលមិនយល់ពីស៊ីជម្រៅណាអំវ័យដែលហៅថានយោបាយក្នុងប្រទេសនីមួយៗដែលគេកាត់ឡើងនោះព្រឹត្តិការណ៍នោះបាទអញ្ចឹងសួរថាសមត្ថភាពសំរងស៊ីគឺកម្រិតពិបាកគេហៅថាពិបាកនឹងស្វែងយល់គឺវាទាបពេកបំផុតបាទពិបាកនឹងស្វែងយល់គឺទាបពេកបំផុតដែលអ្នកទាំងអស់គ្នាមើលទៅសំរងស៊ីដូចជាមហាអស្ចារ្យអញ្ចឹងប៉ុន្តែដល់ពេលលទ្ធផលតែខ្លួនឯងខំសារភ្ជាប់ណារឿងនយោបាយជាមួយថ្នាក់ដឹកនាំក្នុងតំបន់នីមួយច្រើនតែបរាជ័យសួរថាសំរងស៊ីមានលទ្ធភាពអត់នេះហើយគេហៅថាមនុស្សបរាជ័យ100ដងក៏ចង់និយាយថាធ្វើសង្គ្រាមលើកណាក៏បរាជ័យដែរគ្មានអង្គហេតុណាមួយដែលលើកមកហើយបានទទួលជោគជ័យតាមអ្វីដែលខ្លួនឯងយកខ្លួនឯងទៅសារភ្ជាប់ទេបាទនេះជារឿងពីកំសោយនៃនយោបាយចឹងបានថាសំរងស៊ីនេះគឺជាបុគ្គលមួយដែលធ្វើនយោបាយអន់បំផុតបាទអន់បំផុតដែលគ្មានគោលដៅណារះព្រះអាទិត្យរះទៅទិសខាងណាខំរត់ទៅទិសខាងហ្នឹងទេចែវទៅចែវមកនៅតែកណ្ដាលមហាសមុទ្រយូរកូនចៅដាច់បាយងាប់ម្នាក់ម្សាហើយសួរថាមិនឲ្យគ្នាលោតទឹកហែលទឹកទៅរោច្រាំងខ្លួនឯងទៅរោកោះត្រើយខ្លួនឯងធ្វើម៉េចបើសំរងស៊ីគ្មានគោលដៅនយោបាយច្បាស់លាស់ផងហ្នឹងឃើញព្រះអាទិត្យរះក៏ចែវទៅទិសខាងកើតទៅឃើញព្រះអាទិត្យលិចក៏ចែវទៅទិសខាងលិចទៅបាទតាមតែព្រះអាទិត្យមិនដឹងថាទិសខ្លួនឯងតែត្រូវទៅនៅទិសខាងណាផងហ្នឹងបាទហើយរឿងដូចរឿងដូលតតេចឹងឥឡូវគាត់ថាកើតឡើងរឿងដូលតតេគោលើករឿងដូលតតេនឹងសារភ្ជាប់ជាមួយនឹងសម្ដេចតេជោវាជារឿងគូមួយអស់សំណើចតែសំរងស៊ីជាអ្នកនយោបាយមួយដែលហៅថាមើលទៅដូចអស្ចារ្យតែខ្លួនឯងល្ងងខ្លៅដល់ថ្នាក់តុលាការឡាអេបង្កើតនៅត្រឹមឆ្នាំ2002ចឹងការរបស់តុលាICC សំទោស ICC បង្កើតត្រឹមឆ្នាំ2002សួរថារឿងក្រោយឆ្នាំ2002តើតុលាការICC នឹងអាចយកមកដោះស្រាយបានអត់បាទគឺអត់មានយុទ្ធការណាមួយគឺយកមកដោះស្រាយទេតតែក្រោយពេលដែលតុលាការនឹងកើតទើបអាចយកមកឲ្យតុលាការនឹងសិក្សាបាទនេះជារឿងសិទ្ធិបាទជារឿងសិទ្ធិនឹងការអនុវត្តនីតិបញ្ញត្តិនៅក្នុងតុលាការ ICC ហើយសួរថាសំរងស៊ីខំលើកតាំងពីមុនឆ្នាំ2002យកមករឿងនីមួយនេះខំអីដើម្បីឲ្យអាពួកលំបរិវារដែលល្ងងខ្លៅខំចេះដៃនោះគិតចូលទៅតាមសំរងស៊ីដែរដោយគ្មានការដឹងថានីតិវិធីនៃផ្លូវច្បាប់នីមួយនេះគឺវាបែបម៉េច
បាទបោកបានតែមនុស្សល្ងងដែលគ្មានការស្រាវជ្រាវបោកបានតែមនុស្សដែលភ្លើដែលបានចេះតែផ្ទះបាយហើយគឺតែខ្លួនឯងស្នេហាជាតិណាស្មោះត្រង់គេនិយាយអីចេះតែជឿតាមគេដែលគ្មានគោលដៅគ្មានច្បាស់លាស់តាមសំរងស៊ីនោះបាទវារឿងវាអាចទៅរួចរឿងវាអាចទៅរួចហើយនីតិនីមួយរបស់តុលាការ ICC មិនមែនចេះតែប្រព្រឹត្តទៅរួចទេណារឿងកម្ពុជាធ្លាប់មានជាអ្នកបាទដែលជាអ្នកបណ្ដឹងមិនបង្ហាញមុខតាក់ទងនឹងជនជាតិអ៊ុយហ្គើចុងក្រោយ ICC នឹងលើកលែងការចោទប្រកាន់មកលើប្រទេសកម្ពុជាទៀតបាទតែបញ្ជូនជនជាតិអ៊ុយហ្គើទៅប្រទេសចិននោះអាហ្នឹងធ្លាប់មានរឿងនឹងមួយប៉ុន្តែ ICC នឹងក៏លើកលែងការចោទប្រកាន់មកលើប្រទេសកម្ពុជាបាទតាក់ទងនឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិហ្នឹងឲ្យមើលប្រវត្តិសាស្ត្រឲ្យមើលរឿងដែលធ្លាប់កើតឡើងនៅក្នុងប្រទេសកម្ពុជាឲ្យច្បាស់មិនមែនដោយសំរាំងស៊ីចេះតែនិយាយឲ្យពួកអស់លោកនៅក្រោមបរិវាសនេះចេះតែផ្ទះដៃឲ្យអាហ្នឹងគេហៅថាអាពួកភ្លើធ្វើតាមមនុស្សឈួតសំរាំងស៊ីកំពុងតែឈួតនឹងនយោបាយរឿងអ្វីក្នុងពិភពលោកក៏ទាញយកមកតាក់ទងនឹងនយោបាយកម្ពុជាស្ថានភាពនយោបាយតំបន់វាផ្សេងវាខុសគ្នាប្រទេសនីមួយគឺមាននយោបាយរៀងៗខ្លួនអត់ដូចគ្នាទេបាទហើយបើដូចឈួតតាមសំរាំងស៊ីចេះតែយកប្រទេសនេះមកប្រៀបចេះតែយកប្រទេសនោះមកប្រៀបសួរថាអ្នកឯងប្រៀបតាមប្រទេសត្រឹមអ្នកឯងប្រៀបប្រជាសាស្ត្រអត់ប្រៀបនឹងចំនួនប្រជាជនអត់បាទប្រៀបនឹងចំណេះដឹងនៃប្រជាជនអត់ប្រៀបនឹង GDP នៃប្រទេសនីមួយអត់គឺអត់មានយកអ្វីមកកតាអ្វីខ្លះយកមកបង្រួមហើយយកមកជាកតាគិតទេសំរាំងស៊ីយកតែចំណុចណាយកតែចំណុចនីមួយតែខ្លួនឯងគិតថាត្រូវនោះយកមកប្រៀបធៀបចឹងហើយបានជាសំរាំងស៊ីធ្វើនយោបាយកាន់តែបរាជ័យពីមួយថ្ងៃអត់មានអីនយោបាយណាដែលហៅថាជានយោបាយនេះលូតលាស់ទៅរួចទេវាមើលមិនឃើញបង្កើតណាអ្នកបង្កើតអានេះអ្នកបង្កើតអនុសួរថាមានគោលដៅច្បាស់លាស់ហើយបង្កើតណាស្អីណាបដិវត្តផងបង្កើតរឿងនេះផងបង្កើតរឿងនោះផងសួរថាកូនចៅអ្នករត់តាមវាឈួតអស់ហើយរាល់ថ្ងៃរត់ទៅតាមសំរងស៊ីត្រាក់សួរថាក្រុមសំរងស៊ីដើរផ្លូវណាអត់មានពិដាននយោបាយសំរងស៊ីទេព្រោះសំរងស៊ីអត់មានគោលដៅដែរអត់មានដឹងថាខ្លួនឯងទៅណាដែរមើលតែព្រឹត្តិការណ៍មើលតែឱកាសចាំវាយមហាចាំយកមកប្រៀបធៀបហើយគ្មានអ្វីដែលជាចំណុចគ្រប់គ្រាន់ណាដែលជាកត្តាគ្រប់គ្រាន់ដែលជួយគ្រប់គ្រងទៅដល់នឹងរឿងហេតុដែលកើតឡើងដែលសំរងស៊ីលើកយកមកទេបាទដោយរឿងកម្ពុជាហើយហ្វីលីពីនចឹងវាអត់មានអីតាក់ទងគ្នាទៅរួចតាមអ្វីដែលសំរងស៊ីលើកឡើងមកសិតតែមុនឆ្នាំ2002ទៅអស់សួរថាវាអាចទៅរួចអត់វាអត់អាចទៅរួចទេ ICC អត់មានយុទ្ធការណាមកលើកម្ពុជាដល់ថ្នាក់ហ្នឹងទេហើយអ្នកដែលចូលរួមតុលាការអន្តរជាតិ ICC នេះក៏សម្ដេចដែលចូលជាអ្នកចូលដែរណាក៏សម្ដេចដែលចូលអ្នកសញ្ញេឲ្យចូលដែរត្រូវបានជាចូលបានមិនមែនការសម្រេចមកពីណាទេសួរថាសម្ដេចដែលចូលលោកការពារអីគេអត់គឺការពារបត់ប្រឡ័យពូជសាសន៍នឹងកើតឡើងមកលើកម្ពុជាម្ដងទៀតទៅខំចូលតុលាការ ICC ហ្នឹងការពារប្រជាជនកម្ពុជាណាក្រែថ្ងៃក្រោយទៅមានណាដូចជាអាសំរាំងស៊ីប្រកាសធ្វើបដិវត្តចេះអាហ្នឹងហើយមុខសញ្ញានឹង ICC នឹងចាប់ខ្លួនបើសិនជាមានបដិវត្តអ្វីមួយកើតឡើងមែនបាទមិនមែនសម្ដេចទៅចូលទេគឺសំរាំងស៊ីនឹងបាក់ពួកនឹងឯងបាទដែលប្រព្រឹត្តនៅអំពើបល័យពូជសាសន៍មកលើកម្ពុជាម្ដងទៀតបង្កើតនៅជាបដិវត្តនោះបាទឲ្យយល់ឲ្យច្បាស់សម្ដេចនៃចូលខំចូល ICC ហ្នឹងគឺដើម្បីអីដើម្បីជាការពារផលប្រយោជន៍ការពារប្រទេសកម្ពុជាការពារប្រជាជនកម្ពុជានៃការវិលត្រឡប់របបប្រល័យពូជសាសន៍កើតឡើងមានលើកម្ពុជាម្ដងទៀតឲ្យយល់ផងបាទអញ្ចឹងសូមអរគុណព្រឹទ្ធាចារ្យខ្លីតិចបាទអរគុណច្រើនណាស់យើងវាគ្មិននីមួយគឺមានមតិបកស្រាយទូលំទូលាយច្បាស់លាស់និងមានណែផុសតាងយកមកបញ្ជាក់បញ្យល់បានច្បាស់លាស់ហើយយើងក៏ដល់ទីបញ្ចប់ហើយលោកបាទខ្ញុំមួយមនុស្សទៀតចុះមួយមនុស្សទេក៏កែលោកភ្លេចសួរឲ្យបងឯងមកចប់ណាពីព្រោះរាំងស៊ីថាមកក្រុងអត់ត្រឹមត្រូវទេធ្វើអីក៏ខុសអត់ល្អប្រឆាំងនឹងមនុស្ស18លាន768,639 នាក់គឺស្មើនឹង 58.55% ដែលប្រជាជនបារាំងគេស្រឡាញ់មកក្រុង
គឺសាំងស៊ីថាម៉ាក្រុងអត់ល្អដល់សហរដ្ឋអាមេរិកដូចគ្នាទៀតគឺប្រឆាំងនឹងមនុស្ស77លាន284,118នាក់គឺប្រហែលជា 50% ទេការជាង 50% ពេលដូណាល់ត្រុំលោកឈ្នះឆ្នោតប៉ុន្តែយ៉ាងណាក៏ដោយចំនួនមនុស្សច្រើនណាស់បើសិនជាថាម៉ាក្រុងខុសមើលងាយប្រជាជនបារាំងខុសថាដូណាល់ត្រុំខុសមើលងាយប្រជាជនសហរដ្ឋអាមេរិកខុសតើយ៉ាងណាទៅនៅប្រទេសខ្មែរដែលរាំងស៊ីថាសម្ដេចតេជោដែលនៅទីនោះគឺ 78% ដែលជូនចម្លែងទៅឲ្យសម្ដេចបវរទឹកដីហ៊ុនម៉ាណែតនៅលើកក្រោយនេះពីបោះឆ្នោតក្រោយនេះម្ល៉េះហើយខុសគ្នាឆ្ងាយណាស់ខុសគ្នាឆ្ងាយមែនទែនមិនចំពោះតែស្រុកខ្មែរយើងទេគឺនៅស្រុកបារាំងនិងសហរដ្ឋអាមេរិកដែលមើលងាយគេពេញពិភពលោកថាតើការវិនិច្ឆ័យរបស់សាមរ៉ាន់ស៊ីត្រូវឬខុសនៅស្រុកបារាំងហើយសហរដ្ឋអាមេរិកហើយតើរឹតតែមកហាខុសទៀតនៅស្រុកខ្មែរហើយបងសូមបញ្ចប់ខ្ញុំចាំទទួលពរលើកមកមនុស្សទៀតបាទ អរគុណច្រើនអរគុណណាស់អរគុណ បាទ យុគនេះនាទីរបស់ក្រមខ្មែរធ្វើបានក៏ដល់ទីបញ្ចប់មុននឹងបញ្ចប់ពួកយើងខ្ញុំទាំង3នាក់គ្មានអ្វីក្រៅពីបែបបន់ដល់វត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោកសូមតាមជួយបីបាច់តែសាសម្ដេចអគ្គមហាសេនាបតីតេជោថែមប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិណាចក្រកម្ពុជាលោកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនលោកជំទាវទី1កម្ពុជាបណ្ឌិតពេជ្រច័ន្ទមុនីនិងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅលើពិភពលោកទាំងក្នុងនិងក្រៅប្រទេសសូមបានប្រកបតែនឹងពុទ្ធជ័យមង្គលទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយបាទសូមអរគុណសូម បាទសូមសាធុសូមជំរាបលាបងក្មួយហើយនឹងបងប្អូនយើងទាំងអស់ដែលកំពុងទស្សនាបាទជំរាបលាបាទ ជំរាបលា ច្រើនបាទ បាទ